សាច់រឿងទី1ខ្ញុំអាចនឹងត្រឡប់ទៅវិញនិយាយជាមួយនឹងរឿងចាំជាតិដដែលចាស់ប៉ុន្តែខ្ញុំគិតថាបងប្អូនខ្លះគាត់នៅតែសួរខ្ញុំថាតើការចាំជាតិហ្នឹងគឺវាជារឿងពិតដែរអត់ខ្ញុំគិតថាតាមពិតទៅបងអត់ចាំបាច់ច្បាស់ថាវាគឺជារឿងមិនពិតទេវាគ្រាន់តែដូចជាកម្មវិធីនេះអញ្ចឹងធំតែបានតែបងដឹងហើយបងពិចារណាឬក៏បងគ្រាន់តែបានតែស្ដាប់ទៅព្រោះអីទោះបីជាវាពិតឬក៏មិនពិតក៏វាអត់មានអីចំណេញដែរហ្នឹងហើយសម្រាប់យើងតែគ្រាន់ថាសម្រាប់ខ្ញុំមកដល់ឥឡូវនេះសភាពអ្នកដែលវិញ្ញាណដែលស្លាប់ បែបណាអារម្មណ៍អ្នកដែលធ្លាប់ស្លាប់បែបណាគឺខ្ញុំនៅចងចាំអត់សូម្បីតែបន្តិចក៏ខ្ញុំអត់ភ្លេចដែរចាប់តាំងពីអាយុប្រហែលមកដែរបងបើនៅពីក្មេងអញនិយាយបានថាយើងអត់សូវគិតច្រើនណាជួបរឿងអីដល់ម៉ោងគេងក៏គេងចឹងទៅឬក៏ដល់ម៉ោងលេងក៏លេងចឹងទៅប៉ុន្តែនៅពេលដែលយើងដឹងក្តីអាការចងចាំទាំងប្រមាណហ្នឹងវាកាន់តែច្បាស់ទៅអត់ភ្លេចទេបែរជាហិតតែច្បាស់វិញចាអត់ទេរហូតមកដល់ពេលដែលខ្ញុំមានកូនមួយណាបាទបានមានធ្លាប់គេសួរដែរថាចាំជាតិអញ្ចឹងអត់ខ្លាចយើងមានគ្រោះឬក៏អីទេខ្ញុំអត់ប្រកាសដែរពេលហ្នឹងប៉ុន្តែនៅពេលដែលខ្ញុំមានកូនមួយបានខ្ញុំដឹងថាតាមពិតមានគេមកប្រាប់ហើយថាខ្ញុំអត់អាចអាយុវែងទេប៉ុន្តែខ្ញុំគិតថាវាអាស្រ័យទៅលើការសាងបុណ្យកុសលអាស្រ័យទៅលើការសាងអំពើល្អមិនប្រកាសថាអាយុវែងហើយយើងមានក្តីសុខទេអាយុប៉ុណ្ណាក៏ខ្ញុំអត់ខ្វល់ដែរសំខាន់ឲ្យតែយើងមានក្តីសុខយើងចេះសាងបុណ្យកុសលចេះសាងពេលវេលាល្អសម្រាប់ឥឡូវនេះទៅគឺគ្រប់គ្រាន់ហើយហ្នឹងហើយយើងអាចទាញគិតថាអ្នកដែលមកប្រាប់ទាំងប្រមាណហ្នឹងគ្រាន់តែជាការគិតរបស់យើងឬក៏យើងមើលរឿងអីទៅយើងមិនគិតថាវាជាការពិតទេចុះអ្នកដែលប្រាប់បងហ្នឹងជារបៀបអមនុស្សឬក៏ជាមនុស្សឬក៏ជារបៀបគ្រូមន្តអាគមអីបងខ្ញុំអត់អាចវិនិច្ឆ័យថាគាត់ជាបែបណាទេបងគ្រាន់តែដឹងថាគាត់មិនមែនជាអ្នកដែលអាក្រក់ទេគាត់គ្រាន់តែប្រាប់ថាឲ្យយើងដឹងឬក៏ឲ្យយើង enjoy នៅអ្វីដែលយើងកំពុងមានរាល់ថ្ងៃកុំឲ្យយើងពិបាកច្រើនអីអញ្ចឹងណាគាត់មានទាំងប្រាប់ខ្ញុំអត់អាចនិយាយប្រាប់ប្តីខ្ញុំឯណាគាត់បានទាំងប្រាប់ថាខ្ញុំទៅក៏ដោយសារអីទៀតប៉ុន្តែខ្ញុំសុំអត់និយាយនៅក្នុងកម្មវិធីនេះទេបច្ចុប្បន្នឬក៏អតីតកាលបច្ចុប្បន្នអញ្ចឹងហើយបានជាបងប្អូនខ្លះគាត់តែងតែមើលគ្រូសាស្ត្រខ្ញុំមានក្តីសុខម៉ែបងបារាដែរមានទុកអីសោះជាក់ស្ដែងគឺការពិតខ្ញុំពិតជាបើសិនជាពេលខ្លះសួរថាអ្នកលក់ដូចខ្ញុំចេះមានឈ្មោះប៉ុណ្ណេះខ្ញុំដែរមានរឿងអាស្រូវឬក៏ដែរមានរឿងដែលគេចង់ធ្វើឲ្យខ្ញុំមានចំនួនអត់គឺអត់ខ្វះទេប៉ុន្តែសួរថាខ្ញុំតតអត់អ្នកខ្លះឆ្កោះពេលខ្លះខ្ញុំអង្គុយថាដូចនេពេកឬក៏មិនចង់ឲ្យខ្ញុំខឹងចង់ឲ្យខ្ញុំក្តៅកាហាយឬក៏មិនខ្ញុំអត់ក្តៅទេដោយសារអីខ្ញុំដឹងថាខ្ញុំត្រូវតែរីករាយឬក៏ enjoy ជីវិតបច្ចុប្បន្នរបស់ខ្ញុំរងថ្ងៃឲ្យវាពិសេសបំផុតសម្រាប់ខ្ញុំចុះដល់ពេលគេប្រាប់ទាំងមូលហេតុពេលវេលាហើយហេតុការដែលទូទាយពីអនាគតយើងគេប្រាប់ចឹងហើយដល់ពេលបងចងចាំរហូតចឹងដូចថាយើងគេងសុកយើងគិតដល់វាធ្វើឲ្យអារម្មណ៍យើងបាក់ខូចអារម្មណ៍ឬក៏សេតអីហ៎បងមានពេលដែលខ្ញុំកូនស្រីច្បងខ្ញុំឆ្លងតលេហើយខ្ញុំដឹងរឿងហ្នឹងគឺពេលហ្នឹងគឺខ្ញុំគេហៅថារបៀបអាការៈរបៀប Mommy Blue ពេលហ្នឹងគឺអាពេលពិបាកចិត្តហត់នឿយកូនផងហើយទៅពេលទៅលើចឹងគឺខ្ញុំបាក់ទឹកចិត្តខ្លាំងមែនតើប៉ុន្តែដល់ទៅពេលមួយខ្ញុំដកចិត្តមកគិតវិញថាហេតុអីបានជាខ្ញុំត្រូវព្រួយបារម្ភជាមួយនឹងរឿងដែលវាមិនទាន់កើតឡើងទាំងដែលការពិតជីវិតយើងរងថ្ងៃប្រសើរហ្នឹងហេតុអីក៏យើងទៅខ្លាចនៅរឿងដែលយើងមិនទាន់គិតថាវាជាការមិនអត់ផងហ្នឹងខ្ញុំមើលទៅបងឯងរឹងមាំណារឹងមាំហ្មងហើយគេនិយាយអីក៏គាត់អត់ខ្វល់ដែរសំខាន់គាត់ដឹងថាជីវិតគាត់រាល់ថ្ងៃគឺរស់មកដើម្បីសុភមង្គលហើយធ្វើឲ្យខ្លួនឯងរីករាយប៉ុន្តែវាដូចរបៀបច្បាស់ខ្លាំងហ្មងណាហ្នឹងហើយខ្ញុំក៏ហាក់ខ្លួនឯងរហូតប្រាប់ថាវាគ្រាន់តែជាយល់សប្តិទេឬក៏វាគ្រាន់តែជាការគិតទេអញ្ចឹងមិនខ្វល់ទេសំខាន់ប្រយ័ត្នហើយនឹងអ្វីដែលខ្ញុំគួរធ្វើឥឡូវនេះធ្វើបានគឺខ្ញុំត្រូវតែធ្វើចាយកបងយកឥឡូវបកទៅរឿងដែលបងចាំជាតិវិញអាចសួរបានទេថាជាតិមុនបងជាមនុស្សបែបណាអីបែបណាហើយចាប់ផ្ដើមពីពេលណាបានបងច្បាស់ថាខ្លួនឯងហ្នឹងគឺចាំជាតិអូខេអញ្ចឹងខ្ញុំផ្ដើមពីដំបូងហ្មងអាចនឹងបងប្អូនខ្លះក៏គាត់បានដឹងអញ្ចឹងខ្ញុំសូមនិយាយបន្ថែមដើម្បីឲ្យវាកាន់តែច្បាស់ទៀតអញ្ចឹងណាកាលពីជាតិមុនខ្ញុំមានឈ្មោះចិនសុកចាភេទប្រុសឈ្មោះគេចិនសុកចិនសុកចាតកូចិនចាចិនសុកហៅតាសុកតាសុកណាតាសុកចាហើយខ្ញុំគឺជាគេហៅមេភូមិនៅក្នុងភូមិត្រពាំងសាបដែលបងបាត់ចម្រៀងដែលគេឮថាត្រពាំងសាបកុលាបរយណាអូខេនៅខេត្តណាបងនៅតាកែវត្រពាំងសាបខេត្តតាកែវចាជិះពីផ្លូវសំងយ៉ោងយើងទៅបាត់ស្ដាំបុកទៅផ្លូវ5ខ្នាហ្នឹងគឺនៅត្រពាំងសាបហ្នឹងឯងហើយឆ្នាំណាបងពេលដែលធ្វើជាមេភូមិនោះ30ឆ្នាំមុនថ្មីដែរថ្មីទេហ្នឹងហើយខ្ញុំនឹងត្រឡប់មកក្រោយទៀតថាខ្ញុំនឹងចាប់ជាតិពេលណាខ្ញុំមានបញ្ហាអីបើខ្ញុំស្លាប់
អញ្ជើញ អញ្ចឹងពីដើមឡើយហ្នឹងខ្ញុំគឺជាមេភូមិនៅមួយកូនខ្ញុំទាំងអស់ហ្នឹងហើយម៉ាក់ខ្ញុំបច្ចុប្បន្នហ្នឹងពីមុនគឺគាត់អត់នៅក្បែរភូមិខ្ញុំហ្នឹងទេគាត់ក្រខ្លាំងមែនតែនគាត់ក្ររហូតទៅដល់ផ្ទះដែលគាត់ធ្វើហ្នឹងគឺគាត់គ្រាន់តែប្រក់ស្លឹកគេហៅស្លឹកត្នោតណាគាត់យកជញ្ជាំងវត្តធ្វើជាជញ្ជាំងផ្ទះ ចាចា ហ្នឹងហើយធ្វើជាយើងលបងគាត់ធ្វើជាជញ្ជាំងផ្ទះគាត់ហ្នឹងហើយដល់ទៅពេលមួយហ្នឹងខ្ញុំឃើញគាត់អត់ពេកអាណិតណាអញ្ចឹងដល់ទៅពេលមួយដែលខ្ញុំឃើញគាត់ខ្ញុំគាត់អត់ពេកខ្ញុំក៏ហៅគាត់មកនៅដីដែលតនេហ្នឹងទៅណាហ្នឹងហើយប៉ុន្តែនៅពេលមួយដែលខ្ញុំមានចំនួនជាមួយអ្នកនៅក្បែរហ្នឹង ចា ចាចំនួនរឿងវាមិនជាធំដុំអីទេវាកើតចេញពីការចំណែនយើងគ្រប់គ្រងបានល្អឬក៏រឿងអីមួយផ្សេងអាហ្នឹងយើងអត់ដឹងថាគាត់គិតបែបណាមកលើយើងទេគាត់ក៏បានធ្វើអំពើហើយជាក់ស្ដែងបើសិនជាក្នុងសម័យបច្ចុប្បន្នឥឡូវគាត់ប្រហែលជាអត់ជឿថាអាគមឬក៏អំពើហ្នឹងវាខ្លាំងប៉ុណ្ណាទេប៉ុន្តែ30ឆ្នាំជាងមុនណាគឺអំពើហ្នឹងគឺសាហាវខ្លាំងបំផុតដល់ហូតដល់ថ្នាក់សម្លាប់មនុស្សបានត្រឡប់ទៅក្រោយវិញខ្ញុំហើយនឹងម៉ាក់ខ្ញុំពីមុនហ្នឹងគឺខ្ញុំគឺជាឪធំរបស់ម៉ាក់ខ្ញុំ ដែលខ្ញុំស្រឡាញ់ពេលដែលខ្ញុំប្រពន្ធខ្ញុំស្លោអីឆ្អិនអញ្ចឹងទៅខ្ញុំក៏តែងតែយកម្ហូបនឹងឲ្យម៉ាក់អញ្ចឹងទៅព្រោះគាត់ដាច់ពេលខ្លាំងណាស់និយាយទៅគាត់អត់ខ្លាំងមែនតើគិតអញ្ចឹងរហូតណាហ្នឹងហើយហើយប្រពន្ធខ្ញុំហ្នឹងគឺឈ្មោះយាយយប់ហ្នឹងហើយយាយយប់ហើយខ្ញុំមានកូនទាំងអស់6នាក់អញ្ចឹងនៅពេលដែលពីមួយថ្ងៃទៅមួយថ្ងៃយើងកាន់តែស្និទ្ធស្នាលគ្នាទៅវាកាន់តែមានអសម្ព័ន្ធភាពមួយដែលល្អទោះបីជាផ្ទះយើងរៀងវាម្លងផ្ទះគ្នាប្រហែលជា2ផ្ទះទេផ្ទះខ្ញុំហើយផ្ទះម៉ាក់ខ្ញុំបច្ចុប្បន្នហ្នឹងហ្នឹងហើយរហូតដល់ពេលមួយនៅពេលដែលខ្ញុំមានចំនួនជាមួយនឹងអ្នកជិតខាងហ្នឹងទៅគាត់ក៏បានធ្វើអំពើដាក់ខ្ញុំតែអំពើហ្នឹងគឺយើងបានដឹងក្រោយពេលដែលខ្ញុំស្លាប់ទៅហើយទេបាទយើងអាចរកឃើញតែអំពើហ្នឹងគឺគេធ្វើបែបណាអញ្ចឹងខ្ញុំសូមនិយាយឲ្យហើយថាអំពើដែលគាត់ធ្វើហ្នឹងគឺគាត់ចាប់សត្វគីង្គក់ហ្នឹងហើយសត្វគីង្គក់ហ្នឹងគឺគាត់យកអង្ករមកច្រកនៅចូលទៅក្នុងពោះដេមាត់ហើយដេគូតហ្នឹងអត់ឲ្យគីង្គក់ហ្នឹងជុះចេញហើយក៏មិនឲ្យវាក្អែងកងចេញដែរ បាទ អញ្ចឹងគីង្គក់ហ្នឹងរបៀបថាគាត់ឧបកិច្ចថាគឺជាខ្ញុំហ្នឹងហ្មងចាប់ពីថ្ងៃដែលគេធ្វើហ្នឹងមិនដឹងជាប្រហែលថ្ងៃខ្ញុំអត់ដឹងទេគឺខ្ញុំចាប់ផ្ដើមហើមពោះខ្លាំងមែនតែនខ្ញុំទៅសម្រាកនៅពេទ្យកាឡាម៉ែតពេលហ្នឹងប៉ុន្តែមិនដឹងថាជាបញ្ហាអីឬក៏ពេលហ្នឹងបច្ចេកវិទ្យាយើងបែបណាទេណាអានេះមិនមែននេះអីប៉ុន្តែគាត់ថាវាអាចនឹងដោយសារតែអារឿងអាគុំហ្នឹងផងពិនិត្យមើលដឹងថាខ្ញុំកើតអីទេគ្រាន់តែដឹងថាពោះខ្ញុំហើមសុខភាពឈាមខ្ញុំអីគ្រឿងក្នុងអីគឺល្អទាំងអស់ប៉ុន្តែអត់បានមើលដឹងថាខ្ញុំឈឺអីគ្រាន់តែដឹងថាពោះហើមទៅតែម្ដងហើមហើយគឺខ្ញុំរៀបថាខ្ញុំនិយាយឡើងចេញណារៀបដូចជាមនុស្សពិការអញ្ចឹងណាបើកតែភ្នែកតែនិយាយចេញទេហ្នឹងហើយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្ដើមពិបាកទៅគេងនៅខ្ញុំគេងនៅពេទ្យកាឡាម៉ែតដូចជាអត់យូរទេគ្រូសាខ្ញុំអីហ្នឹងអស់លោកអីអស់ហើយមកមើលហ្នឹងតែម្ដងជាមើលបែបម៉េចបើសិនជាអត់ដឹងថាជំងឺយើងបែបណាផងហ្នឹងអញ្ចឹងម៉ាក់ខ្ញុំពេលហ្នឹងគាត់មកមើលរហូតទៅដល់ពេលយប់មួយពេលហ្នឹងបានខ្ញុំដឹងថាតាមពិតទៅខ្ញុំបានចេញពីខ្លួនខ្ញុំបាត់ហើយព្រលឹងរបស់ខ្ញុំទាំងដែលងាកទៅមើលវិញគឺឃើញខ្លួនយើងនៅបើកភ្នែកនៅឡើយចាចេញទៅបាត់ហើយប៉ុន្តែខ្ញុំនៅបើកភ្នែកនៅឡើយហីតែព្រលឹងខ្ញុំចេញពីខ្លួនហ្នឹងគឺវាដើរឲ្យចេញផុតប៉ុន្តែនៅពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំល្ងឹតខ្លាំងមែនតើល្ងឹតរហូតទៅដល់ដឹងថាយប់ទាំងថ្ងៃបើសិនជាយើងរស់នៅយើងឥឡូវនេះយើងអាចនឹងមានសមោលផ្កាយឬក៏សមោលពីខាងនោះដែលធ្វើយើងហើយណាក៏យើងបានឃើញដើមឈើឬក៏ផ្លូវខ្លះដែរប៉ុន្តែនេះគឺជាអារម្មណ៍មួយដែលវាល្ងឹតខ្លាំងតតែមែនតើរហូតដល់ពេលដែលខ្ញុំចេញពីខ្លួនខ្ញុំហ្នឹងខ្ញុំស្រាប់តែឮសំឡេងមនុស្សប្រុសចំណាស់ម្នាក់និយាយពីក្រោយខ្ញុំហ្នឹងប្រាប់ថាតែឯងត្រៀមចិត្តតែឯងចិត្តផុតហើយគាត់ប្រាប់អញ្ចឹងតែឯងចិត្តផុតហើយអញ្ចឹងតែឯងទៅរកនឹកមើលថាអ្នកណាដែលតែឯងធ្លាប់ធ្វើបុណ្យមួយខ្លះធ្វើទានមួយខ្លះហើយតែសាកសុំគេមើលថាគេអាចឲ្យតែឯងនៅអត់ពេលហ្នឹងភ្លាមខ្ញុំអត់មានអារម្មណ៍ថាតក់ស្លុតឬក៏ចិត្តមួយភ័យឬក៏ទួញសោកអីដូចជាមនុស្សយើងធម្មតាឯងវាបុកជាដូចជាមនុស្សរុក្ខជាតិដែលដឹងឮហើយក៏ហើយទៅក៏ស្មើអញ្ចឹងស្មើហ្មងអញ្ចឹងក៏គាត់ថាមានតែកូនធីទេពួកអីកូនចៅឯងសិតតែគ្នាសអត់ដូចតែគ្នាប៉ុន្តែគាត់ថាកូនធីក៏មានចិត្តគាត់ចិត្តល្អណាស់អញ្ចឹងខ្ញុំក៏ចង់ទៅរកកូនធីទៅលើកទី1ខ្ញុំគាត់ថាគ្រាន់តែចង់ទៅរកកូនធីតែប៉ុណ្្នឹងណាពេលហ្នឹងគ្រាន់តែខ្ញុំនិយាយហ្នឹងគឺ
ខ្ញុំថាដល់ហ្មងអត់ចាំបាច់អត់ចាំបាច់ចំណាយពេលយើងជិះឡានយូរអីអត់ទេមិនដឹងទៅបែបណាខ្ញុំអត់ដឹងខ្ញុំអត់ចាំទេពេលហ្នឹងគឺដឹងថាការដើររបស់ខ្ញុំឬក៏វិញ្ញាណរបស់ខ្ញុំហ្នឹងគឺវាស្រាលខ្លួនឬក៏ដើរអត់ដល់ដីហ្មង គាត់សម័យដល់ ចាសម័យគឺដល់ដូចគេនាំយើងឲ្យរបៀបជិះអាប៉ូឡូអីចឹងរបៀបលឿនចឹងហ្មងចាដល់ពេលទៅដល់ហ្នឹងគឺវាល្ងឹតពេកល្ងឹតតែប៉ុន្តែវាថាឃើញតាអំឡុងក្រែគាត់នឹងឯងដែលឃើញនឹងដឹងថានេះមកដល់ហើយអញ្ចឹងទៅសុំគេមើលសុំខ្ញុំថាទៅសុំមិនគេកំពុងដេកលក់ហើយខ្ញុំដាស់ទៅគេលឺដែរអីអញ្ចឹងគាត់ថាដាស់ទៅបើដាស់គេបានអាហ្នឹងបញ្យល់សពគេទៅអញ្ចឹងមកដល់ឥឡូវនេះខ្ញុំនៅតែបាញ់ចាក់ដាច់ថាពេលខ្លះខ្ញុំពិតជាយល់សពឬក៏ពេលខ្លះវាគិតពិតជាបលឹងយកទៅជួបរឿងអីមួយមែនព្រោះអីអ្វីដែលខ្ញុំជួបពេលដែលខ្ញុំកំពុងស្លាប់ហ្នឹងគឺខ្ញុំទៅដាស់ម៉ាក់ខ្ញុំកំពុងតែគេងលក់ហ្នឹងឲ្យគាត់ភ្ញាក់មកនិយាយមួយខ្ញុំបែបហ្នឹងអញ្ចឹងពេលដែលគាត់ភ្ញាក់ខ្ញុំដាស់ឲ្យដាស់ទៀតដែរម៉ាក់ក៏ព្រមភ្ញាក់មែនម៉ាក់ក៏ថាហាពុកហើយពុកឯងមកធ្វើអីគេពុកឯងនៅពេទ្យហើយពុកឯងជាអីថាអត់ទេពុកមកហ្នឹងគឺមកចង់សុំថាឲ្យពុកនៅមួយដែរបានអត់ម៉ាក់ក៏ថាអូយពុកឯងមកនៅអីហើយចឹងនៅមួយម៉ែហ្នឹងមិនឆ្លោះគ្នាទៀតអីយាយប្រពន្ធខ្ញុំហ្នឹងគាត់កាចអញ្ចឹងទៅខ្ញុំឆ្លោះគ្នារហូតដល់ខ្ញុំថាអត់មានឆ្លោះគ្នាទេតែចង់មកនៅមួយខ្លួនឯងគេឲ្យពុកមកនៅមួយខ្លួនឯងមកសុំខ្លួនឯងឲ្យនៅអត់ម៉ាក់គាត់ប្រកែកគាត់ថាអត់ទេពុកខ្ញុំអត់មានលទ្ធភាពណាមកចិញ្ចឹមពុកឯងទេមានតែពុកឯងចិញ្ចឹមខ្ញុំសុំបានតែម្ដងហ្នឹងភ្លឺហើយក៏ចាប់ដើមថាអញ្ចឹងបានន័យថាខ្ញុំលើកទី1ហ្នឹងគឺ fail ហើយសុំអត់បានទេខ្ញុំក៏បាត់ពីម៉ាក់នឹងទៀតដែរបាត់ឆឹងហ្មងល្ងឹតឆឹងទៀតដែរព្រឹកស្អែកឡើងហ្នឹងអានេះខ្ញុំអត់ដឹងអានេះពីលឺពីម៉ាក់ខ្ញុំនិយាយវិញណាគាត់ថាគាត់ក៏រត់មករភ្លាមព្រោះអីចាស់ពីដើមឲ្យតែលឺថាសុំនៅអញ្ចឹងគឺដឹងថាមានអ្នកចិត្តស្លាប់ហើយបានសុំឬក៏មានអ្នកស្លាប់ហើយអញ្ចឹងណាគាត់ទេទៅទាំងយប់ទេហើយក៏ទៅរត់ទៅរកភ្លាមថាទៅមើលដល់កាឡាម៉ែតថាមិនឲ្យពុកដល់ហើយម៉ែគាត់ថាពេទ្យគេសង្ឃឹមថាជា 90% ហើយពេទ្យគេនិយាយអញ្ចឹងវិញណាពេទ្យថាផុតគ្រោះថ្នាក់ហើយអត់មានត្រូវនេះអីទេអាចទៅទេបានហើយដល់ម៉ាក់គាត់ថាអញ្ចឹងធូរទ្រូងហើយដោយសារអាយុមិញហ្នឹងយល់សពឃើញពុកមកសុំនៅហ្នឹងហើយដល់ស្រាប់តែលឺប៉ុណ្ណឹងបងប៉ុណ្ណឹងណាត្រឡប់ទៅវិញតាចាស់ម្នាក់មនុស្សប្រុសម្នាក់ចំណាស់ដែលប្រាប់ខ្ញុំថាឲ្យទៅសុំម៉ាក់ហ្នឹងគាត់ប្រាប់ថាបើសិនជាចង់នៅជាមួយគេបើគេព្រមឲ្យនៅហើយរត់ទៅសគ្រប់ដូចសកត់គេអញ្ចឹងណាទៅសុំគេទៅធ្វើអញ្ចឹងទៅបានតើតែគេឲ្យអញ្ចឹងណាដល់ទៅពេលដែលពេលហ្នឹងអាពេលដែលពេលខ្ញុំនៅក្នុងនេះហ្នឹងគឺដូចវាហាក់ដូចជាមនុស្សខ្ញុំហ្នឹងបលឹងខ្ញុំហ្នឹងគឺចូលទៅក្នុងខ្លួនវិញអញ្ចឹងវាអញ្ចឹងណាពេលដែលឃើញម៉ាក់ហ្នឹងគឺខ្ញុំលេងមាត់លេងកអីទាំងអស់របៀបខ្ញុំទៅដូចរបៀបទៅសាពះម៉ាក់ទៅនៅក្នុងខ្លួនយើងមនុស្សយើងវិញហ្នឹងសាពះគាត់សម្លឹងមុខគាត់ហើយរបៀបសាពះគាត់ហើយរបៀបទៅអោបគាត់កសោបគាត់ពេលហ្នឹងណាដល់ហើយបានគេចាប់ចេញគេថាស្មានតែខ្ញុំនឹងប្រមើឬក៏អីអញ្ចឹងណាដល់តែគេចាប់ចេញម៉ាក់គាត់ត្រឡប់មកផ្ទះវិញទៅខ្ញុំផុតទៅផុតបាត់ស្មានថាស្លាប់មែនតើហ្នឹងណាចុះពេលដែលផុតហ្នឹងមានអាការដាក់មិនបងចាំទេបើសម្រាប់មនុស្សហ្មងខ្ញុំអត់ចាំទេអត់ចាំថាពេលដែលខ្ញុំស្លាប់ខ្ញុំវេទនាប៉ុណ្ណាវាគ្រាន់តែដឹងថាវាដូចពេលហ្នឹងវាស្គាល់អារម្មណ៍មួយវារៀងដូចសេតវាចុកចាប់អីដែរប៉ុន្តែគ្រាន់តែហើយទៀតហើយដូចដកពីហ្នឹងដើរទៅនោះទៀតហើយល្ងឹតទៀតហើយល្ងឹតចាប់ល្ងឹតទៀតហើយតាហ្នឹងគាត់និយាយពីក្រោយមកទៀតហើយថាតោះឥឡូវទៅសុំគេម្ដងទៀតមើលព្រោះអីពេលតិចណាតែសុំគេអត់បានប្រយ័ត្នអត់បាននៅពេលហ្នឹងខ្ញុំក៏សម្រេចថាទៅសុំគាត់ម្ដងទៀតហ្នឹងជាក់ស្ដែងអីគឺវាដល់ពេលសឹងតែ8 9ថ្ងៃនៅពេលដែលខ្ញុំស្លាប់ហើយណាអញ្ចឹងបានជាខ្ញុំដឹងថានៅពេលដែលស្លាប់ហើយពេលវេលាគឺដល់លឿនមែនតែនអត់បានដឹងថាថ្ងៃនេះថ្ងៃណាគឺអត់ដឹងទេឃើញសាច់ញាតិយើងពេលដែលស្លាប់ហ្នឹងណាគេឲ្យស្អីគេទៀននៅជុំវិញខ្លួនណាអ្វីខ្ញុំដឹងតែម្យ៉ាងឯងខ្ញុំភ្លឺចាប់ដល់ភ្លឺប៉ុណ្ណឹងភ្លឺមកវិញជុំវិញខ្លួនខ្ញុំឯងភ្លឺមកធំប៉ុណ្ណឹងរៀងមានពលឺយ៉ាងមុនតិចប៉ុណ្ណឹងចាពលឺប៉ុណ្ណឹងរបៀបថាបើសិនជាចង់ភ្លឺប៉ុណ្ណាដើរទៅមុខប៉ុណ្ណឹងដូចរបៀបយើងមានពិលមួយដែលអាចដើរទៅឃើញត្រឹមប៉ុណ្ណឹងមកខ្លួនអញ្ចឹងណាហ្នឹងហើយដល់តែដើរឆ្លោះមើលមុខកូនមើលប្រពន្ធឃើញដឹងតែល្ងឹតដឹងតែគេយំដឹងតែគេសោកអីចឹងប៉ុន្តែវានៅតែអត់ចាប់អារម្មណ៍ថាត្រូវកើតទុករឿងអីឬក៏ព្រួយបារម្ភថាកូនអញមិនហើយឬក៏ប្រពន្ធមិនហើយវាអត់មានអារម្មណ៍មួយដែលកើតទុកអត់ដឹងតែពេលហ្នឹងបែបណាតែខ្ញុំទទួលអារម្មណ៍ថាខ្ញុំអត់មានកើតទុកអីសោះរហូតដល់យប់ទី2ដែលខ្ញុំទៅបញ្យល់សពម៉ាក់ខ្ញុំហ្នឹងគឺខ្ញុំសុំម្ដងទៀតហ្នឹងហើយលើកនេះគឺអត់មកដៃទទេប្រឡងដែលគេដាក់ឲ្យទាំងប្រមាណមានចានដែកមានឆ្នាំងមានចានអីគឺយកមកអស់ហើយ
ថាកុំឲ្យគេពិបាកដោយសារខ្លួនឯងអញ្ចឹងគេឲ្យយើងប្រឡងពេលគេធ្វើអាហ្នឹងពេលយើងស្លាប់ 7 ថ្ងៃ 7 ថ្ងៃណា ចា ខ្ញុំយកអាហ្នឹងដែលយូរសពិងសពងមកជួបម៉ាក់ខ្ញុំហ្នឹងគឺលើកហ្នឹងគឺខ្ញុំយកពួកហ្នឹងមកថាខ្ញុំមានរបស់របរខ្ញុំហើយខ្ញុំសន្យាមួយគាត់ពេលដាស់គាត់មកម្ដងទៀតនិយាយហ្នឹងណាខ្ញុំសន្យាថាបើសិនជាខ្លួនឯងឲ្យពុកនៅពុកនឹងជួយខ្លួនឯងមានអត់ឲ្យខ្លួនឯងពិបាកដោយសារពុកទេខ្ញុំនិយាយប៉ុណ្ណឹងដល់ម៉ាក់ឮឲ្យមានដែររៀងអដែរដល់ពេលអញ្ចឹងទៅគាត់ក៏ព្រមឲ្យនៅ បាទ ព្រមឲ្យនៅគាត់ថាព្រមអូខ្ញុំអណាស់អញ្ចឹងហ្នឹងគេឲ្យទៅខ្ញុំសកត់ម៉ាក់របៀបទៅសគ្រប់គាត់អញ្ចឹងណាចាប់ពីពេលហ្នឹងមកគឺរបៀបថាវាលែងមានអីមួយដែលជាការច្បាស់លាស់ដូចសពិចសពិលរហូតរបៀបដូចខ្ញុំដើរទៅតាមម៉ាក់អញ្ចឹងណា បាទ ឬក៏ដល់ពេលមួយដែលគាត់ត្រូវមានហ្នឹងគឺចាប់ពីពេលហ្នឹងមកគឺខ្ញុំលែងដឹងថាព្រលឹងខ្ញុំបែបណាទៀតហើយចាប់បាត់ឈឹងតាំងពីពេលហ្នឹងហ្មងតែគាត់ថាទទួលអារម្មណ៍មួយដែលអ្នកខ្លះគាត់លេងនឹងរឿងឬក៏អ្នកដែលចាំចិត្តខ្លះគាត់និយាយថាពេលដែលគាត់ស្លាប់ទៅគាត់ជួបយមរាជឬក៏គាត់ជួបកន្លែងអីគេធ្វើទរណកម្មនរោអីអញ្ចឹងណាអ្វីដែលខ្ញុំតាំងតែឆ្ងល់សម្រាប់ខ្លួនឯងហេតុអីបានខ្ញុំអត់ជួបដូចគេអត់សោះហ្មងគាត់តែល្ងិតហើយវាទៅពេលវាដូចវាលឿនណា បាទ ហើយបើគាត់ថាខ្ញុំធ្វើបុណ្យពីជាតិមុនដូចជាមិនបុណ្យទេជ្រូកទេបាទយ៉ាសាងច្រើនតែគាត់ថាបើចិត្តរឿងចិត្តល្អគឺចិត្តល្អហើយចែកទានចែកអីឲ្យគ្នាអញ្ចឹងគឺខ្ញុំអត់កំណាញ់ទេ ព្រោះពេលខ្លះបាបរបស់យើងវាអត់ចាំបាច់ទៅតូធ្លាក់នរកអីចឹងទេវាយើងទទួលបាបកម្មផលបុណ្យយើងនៅពេលជាតិមុនឧទាហរណ៍ថាឥឡូវបងជាតិមុនបានស្លាប់ដោយគេធ្វើអំពើអាហ្នឹងវាជាបាបកម្មបងបាទអាចនឹងយើងអញ្ចឹង ហ្នឹងហើយអាចអញ្ចឹង បាទពេលខ្លះទៅក៏បាបធ្ងន់មែនតែនទៅក៏ធ្លាក់ដល់ណាដល់ណីយើងអត់ដឹងដែរព្រោះអាហ្នឹងវាអត់មានអំណាចក៏ដូចជាអត់មានផុសតាងដែរបាទហើយបន្ទាប់មកបងបានផ្លេចយើងអាចនិយាយថាចាប់កំណើតថ្មីហី ចាចាប់កំណើតថ្មីហ្នឹងម៉ាក់ក៏គាត់អត់រំពឹងថាគឺជាខ្ញុំដែរព្រោះអីវាគ្រាន់តែជាជំនឿឯងតើតាវាអំណះអំណានអីដូចវាដូចឃើញអីជាក់ស្ដែងមិនគាត់ជឿថាវាការពិតតែគ្រាន់ថាអ្វីដែលគាត់ដឹងពីខ្ញុំពីដើមមកពីដំបូងហ្មងគឺចាប់ផ្ដើមឃើញអាការៈខ្ញុំគឺ កូនប្រុស ចាកូនប្រុសអញ្ចឹងខ្ញុំនោះឈរហើយឆ្លើយគឺឆ្លើយតបាតអាយុ10ឆ្នាំជាងក្មេងស្រីដែលវាចិត្តនឹងចម្រើនវ័យក៏ខ្ញុំអត់ពាក់អាវដែរ តាម ដើរដល់អាវចឹងទៅ តាមទម្លាប់ចារហូតដល់ម៉ាក់គាត់ប្រាប់ថាកូនអើយម៉ាក់សុំវល់អាក្រក់មើលណាស់កូនដើរហើយមិនដើរទៅផ្ទះទេគឺដើរពេញភូមិក្មេងៗដែលគាត់វាជាក្មួយឬក៏អាយុប្អូនខ្ញុំតាំងពីចិត្តមុនខ្ញុំហៅតាអាទេលោកលើថាអើយកូនឆ្លើយហ្មងអត់ចេះបដាកូនអីចឹងតាមពិតខ្ញុំទៅហៅមិនបើខ្ញុំអាយុច្រើនជាង ព្រោះយើងទទួលបានអារម្មណ៍ថាយើងមិនមែនជារូបរាងហ្នឹងទេយើងគឺជាមេភូមិជំនាន់មុននោះបាទយល់ ហើយរបៀបថាពេលដែលចេះដើរឬក៏ចេះស្គាល់ចេះរត់អីទៅខ្ញុំរត់ទៅផ្ទះប្រពន្ធខ្ញុំទេទៅបាយតែនឹងអញ្ចឹងណា តែយើងមានបានប្រាប់អីឲ្យគាត់បើយកធ្លាប់យកសាប់ឲ្យគាត់ដឹងថាយើងជាប្តីគាត់ជាតិមុនអី អត់ទេអ្នកដែលដឹងហ្មងគឺមានតែម៉ាក់ខ្ញុំឯង ដល់ម៉ាក់ខ្ញុំគាត់ថាបែបពុកមិនដឹងគាត់ថាបែបពុកមិនដឹងព្រោះអីវាមិនអាចឲ្យគាត់អស់សង្ឃឹមឯហ្នឹងពេលហ្នឹងគាត់របៀបវាអត់ប្រក្រតីឆ្លើយតបាតពេលខ្លះនឹងបាញ់ពីលើផ្ទះមកអញ្ចឹងទៅហើយវាមិនដូចយើងលពោណា បាទ សម័យឃើញទៅវាមិនស្រួលអីទេហ្នឹងហើយដល់ទៅពេលម៉ាក់គាត់សុំគាត់ថាកូនអើយឆ្លើយចាទៅខ្លួនឯងស្រីអញ្ចឹងសូម្បីតាប៉ាខ្ញុំក៏ឆ្លើយចាដែរឲ្យហ៊ានឆ្លើយថាបាទនៅក្នុងហ្នឹងឯងបងប្រុសខ្ញុំអីគឺនាំគ្នាឆ្លើយចាទាំងអស់ឲ្យខ្ញុំត្រឡប់តាមខ្ញុំអត់ទេវាមិនមែនជាការត្រឡប់ស្ដាប់ពីមនុស្សចាស់ណាបើយើងដងពីធម្មជាតិមកតែយើងប្រុសហើយហ្នឹង បាទ ដល់ទៅពេលម៉ាក់គាត់សុំគាត់ថាឲ្យខ្ញុំឆ្លើយចាមិនបើខ្ញុំឆ្លើយចាខ្ញុំមិនខ្ញុំប្រាប់គាត់អញ្ចឹងណា បាទ ហ្នឹងហើយដល់តែរៀងធំតិចទៅខ្ញុំចាប់ផ្ដើមមានគំនិតកេងប្រវ័ញ្ចពីម៉ែខ្ញុំទៅឲ្យប្រពន្ធ សូម្បីតែប្រពន្ធខ្ញុំគាត់ស្លៀកស្រោងចាស់ក៏អត់បានពេលហ្នឹងដូចជាការដែលសន្យាមែនខ្ញុំមិនដឹងថាវាដោយសារតែភាពចៃដន្យឬក៏មិនទេនៅពេលដែលខ្ញុំមកនៅមួយម៉ាក់ហ្នឹងម៉ាក់ខ្ញុំគឺចាប់ផ្ដើមគាត់និយាយថាធូធាចាគាត់ចាប់ផ្ដើមធូធាទៅហីពេលដែលខ្ញុំមកនៅគាត់ចាប់ផ្ដើមធូធា ចេះតែកបអញ្ចឹងទៅ ចាចេះតែកបអញ្ចឹងទៅពេលខ្លះខ្ញុំសុំឲ្យម៉ាក់ទិញស្រោងឲ្យប្រពន្ធខ្ញុំយាយអញ្ចឹងហ្មងណាទិញស្រោងឲ្យយាយ បាទ បើអត់ទិញទេអត់នេះទេពេលហ្នឹងម៉ាក់គាត់ច្បាស់ហើយគាត់ច្បាស់ទីម្ដងហើយចង់ទិញស្រោងឲ្យយាយហ្នឹងហើយតម៉ាក់ទិញឲ្យអញ្ចឹងមិនព្រមបាយអញ្ចឹងទៅសុកអីទិញកាវគេហៅកវលកាវហ្មងស្គាល់ទេ ស្គាល់គាត់នៅពាក់ដល់ឥឡូវហ្នឹងយាយហ្នឹងខ្ញុំទិញតាំងទូចចោលគាត់តាំងទូចចង់ទិញកាវឲ្យយាយពេលហ្នឹងមាសយើងធូរដែរទេមកជីធំ10 20ម៉ឺនអីមកទៅ តែមាសហើយយើងយកទៅទិញឲ្យអ្នកដែលរបៀបថាអ្នកភូមិជាមួយ ហ្នឹងហើយពេលហ្នឹងម៉ាក់ខ្ញុំទិញឲ្យទៀតដោយសារគាត់គិតថាយ៉ាងហោចណាស់កូនក៏
មានចិត្តបន់ចង់ធ្វើទានឬក៏ចិត្តល្អជាមួយនឹងម្ដាយធម៌គាត់អីអញ្ចឹងទៅគាត់បានទៅគិតអីវែងឆ្ងាយគាត់តែមានអារម្មណ៍កូនចិត្តមួយគាត់ថាប្រហែលជាពុកហើយមកទៅពួកអីមិនសុកទៅក្មេង3-4 ឆ្នាំចេះនិយាយចេះអីហើយចេះរត់ហើយចេះមកសុំចឹងរហូតទេ បាទ សុំចុងក្រោយគេហ្នឹងគឺដងសុំអីគឺសុំធ្វើផ្ទះឲ្យហ្មងផ្ទះប្រពន្ធខ្ញុំហ្នឹងអូត្រឡប់ក្រោយបន្តិចមូលហេតុមួយដែលទាំងប្រពន្ធខ្ញុំកូនចៅទាំងអស់ហើយនឹងទាំងម៉ាក់ខ្ញុំដែលគាត់ជឿថាខ្ញុំពិតជាតាសុកមកចាប់ជាតិមែនអំណះអំណាងមួយដែលច្បាស់បំផុតគឺខ្ញុំយកលុយដែលខ្ញុំលួចលាក់ប្រពន្ធខ្ញុំហ្នឹងខ្ញុំទៅរកហើយខ្ញុំបង្ហាញឲ្យគេឃើញពេលដែលខ្ញុំ នៅមានជីវិត អត់ទេចង់និយាយថាខ្ញុំលាក់ប្រពន្ធខ្ញុំពេលខ្ញុំនៅមានជីវិត បាទ តែដល់ពេលចាប់ជាតិមកនេះខ្ញុំទៅរកអាកន្លែងលាក់លុយហ្នឹងបង្ហាញគេថាខ្ញុំអ្នកលាក់ អឺ ហ្នឹងហើយលាក់ប្រហែលជាខ្ទង់ 5-6 ម៉ឺនរៀលទេតែ 5-6 ច្រើន រៀល ច្រើន ច្រើនណា ចំនួន ស្មើចង់ ច្រើន យើង 50-60 ម៉ឺនហើយ ចា កាចណាស់ប្រពន្ធខ្ញុំកាចហើយវាក៏ជារឿងមួយដែលខ្ញុំស្មារតីថាមុនខ្ញុំស្លាប់ណាដើមយើងធម្មតាតន់ជឿខ្ញុំស្មារតីថាខ្ញុំអត់កាត់ជាប្រុសទៀតទេកាត់ជាស្អីទៅឲ្យប្តីត្រើម្ដងចាឲ្យវាល្មមនេះពួកអីហត់ណាស់អាឯងដឹកត្រីត្រុកហត់ចង់ងាប់ពីនៅតែវាទៅអត់មានលើកទឹកចិត្តប្តីសោះកាចតែហ្មងកាចយកតែមែនតើនិយាយហ្នឹង តែនៅតែស្រឡាញ់ព្រោះ ស្រឡាញ់ សំបីយើងជាតិក្រោយហើយក៏យើងនៅតែបារម្ភតាម take care គាត់ គាត់ ទៀ អ ត ញ្ចឹងមែនណាប៉ុន្តែពេលខ្ញុំខូចទៅគាត់វ័យត្រឹមតែ50ជាងអីតែគាត់យកទៀតទេណាបងគាត់នៅ គាត់ ក្រង ស្ម័គ្រ កូន ស្មោះ 5-6 នាក់រហូតដល់ឥឡូវគឺគាត់អត់យកអ្នកណាទៀតទេអញ្ចឹងបានដឹងហើយខ្ញុំបង្ហាញអាលុយដែលខ្ញុំលាក់ទុកហ្នឹងឲ្យគាត់ឃើញទៅតែលុយជាក់ស្ដែងវាផ្សាត់ស៊ីផងអីផងយកជាការមិនបានគាត់ដឹងថាលុយហ្នឹងគឺនៅទីហ្នឹងមែននៅអញ្ចឹងផ្ទះខ្ញុំដែលខ្ញុំលួចដាក់ក្នុងគេហៅប្រគៀបអញ្ចឹងណា បាទ ដាក់ប្រអប់ហ្នឹងផងតែប្រអប់ហ្នឹងវាមិនហ្មិចទេដែលវាធ្វើឲ្យលុយហ្នឹងទុកអត់បានវាយូរដែរ បាទយូរ យ៉ាវាត្រឹមបើសិនជាគិតទៅវាអាចខ្ទង់5 ឆ្នាំអីទេ វា តែ ពុក ទុក អីអញ្ចឹងណា យ៉ាវាពុកមិនមែនសត្វស៊ីទេវាពុក យល់ ហើយនឹងពុកហ្នឹងឯងហើយពេលហ្នឹងឯងដែលម៉ាក់ហើយនឹងប្រពន្ធខ្ញុំគាត់ជឿថាខ្ញុំពិតជាប្តីគាត់ឬក៏ឪពុកគាត់ដែលមកចាប់ជាតិមែនខ្ញុំសុំឲ្យគាត់មកធ្វើផ្ទះឲ្យគាត់ឲ្យប្រពន្ធខ្ញុំអញ្ចឹងទៅសុំខ្ញុំប្រាប់ដូចជាប្រាប់ចេះទៅថាបើសិនជាម៉ែឯងទិញអានេះឲ្យយាយម៉ែឯងនឹងបានប៉ុណ្ណេះឬក៏ពេលម៉ែឯងធ្វើផ្ទះឲ្យយាយម៉ែឯងនឹងកាន់តែមានហ្មងខ្ញុំប្រាប់គាត់អញ្ចឹងហ្មងណា តែជាក់ស្ដែងគឺមែនមិនអញ្ចឹងមិនហេតុផលអីមកខ្ញុំគាត់សុកគាត់ទិញឲ្យរហូតទេខ្ញុំប្រាប់ថានៅពេលដែលអញឲ្យអីទៅប្រពន្ធខ្ញុំណាដឹងមានអីហ្ម ដឹង ង ហេតុ បាទ ប្រកប ហ្នឹងហើយតែខ្ញុំដឹងថាពេលហ្នឹងខ្ញុំនិយាយធំមិនទេ បា អត់ ទ ចាំទេអាពេល បាទ ក្នុងឥឡូវវាអត់ចាំទេចាំតែមុន បាទ ហ្នឹងហើយអញ្ចឹងហើយបានមកគាត់ចេះជឿគាត់ចេះថាដូចយើងទៅថ្វាយបំណងអីអញ្ចឹងបែបអញ្ចឹងគាត់ធ្វើផ្ទះឲ្យមែនផ្ទះរបៀបផ្ទះឈើអស់ 3-4 ពាន់របស់គាត់ដែរហ្នឹងហើយ និយាយផ្ទះមកសមរម្យ មកសំរុំឲ្យហ្មងហ្នឹងហើយអញ្ចឹងការដែលចាំជាតិគឺវាមានតែប៉ុណ្្នឹងខ្ញុំត្រឡប់ទៅនិយាយរឿងដែលទី1ដែលខ្ញុំចាប់ផ្ដើមឃើញពពួកអមនុស្សដំបូងគេគឺជាកូនប្រុសខ្ញុំនឹងតែម្ដងដែលជាកូនប្រុសទីប្រហែលនេះខ្ញុំភ្លេចគាត់ឈ្មោះអានកូនប្រុសហ្នឹងហើយដែលនៅផ្ទះនៅជាប់ខ្ញុំរងថ្ងៃហ្នឹងហ្មងណា កូនប្រុសបងតាជាតិមុនដែលជាកូនរបស់តាសុក ចាអូហ្នឹងហើយច្រឡំតែនិយាយខ្ញុំកូនប្រុសរបស់តាសុកជាតិមុនហ្នឹងហើយកូនប្រុសរបស់ខ្ញុំជាតិមុនក៏បន្តនិយាយទៅស្នងជាមួយនឹងឪពុករឿងរកស៊ីគឺអត់មានអីខុសពីដឹកត្រីយកទៅលក់នៅផ្សារទេចាគាត់ដឹកត្រីយកទៅលក់ហើយជំនាន់នោះពេលដែលដឹកត្រីគឺតែម៉ោង3អីគឺយើងឡើងទៅហើយទៅផ្សារពេលហ្នឹងគឺខ្ញុំនៅគេងនៅផ្ទះធម្មតាទេខ្ញុំអត់បានដឹងថាគាត់ទៅណាទេពួកអីយើងចាប់ផ្ដើមឆ្ងាយពីគ្នាហើយវាធម្មតាជាឪពុកជាកូនក៏ពិតមែនប៉ុន្តែនៅពេលដែលយើងចាប់ចិត្តផ្សេងហើយវានៅយើងនៅគ្រួសារផ្សេងណាម៉ោង3ហ្នឹងគឺគាត់ទៅដឹកត្រីធម្មតាហើយជាទម្លាប់ខ្ញុំអត់ទៅរៀបភ្លឺអីហ្នឹងមួយយាយគឺខ្ញុំងើបទៅនោមងើបទៅបាត់ជើងអញ្ចឹងទៅខ្ញុំងើបចុះពីចដៅផ្ទះឈើរបស់យើងហ្នឹងយើងចុះពីក្រោមយើងចុះពីចដៅទៅក្រោមហើយណាតែនៅពេលដែលខ្ញុំឡើងមកលើទៅវិញបងសាក់សម័យមើលថាចដៅយើងគឺមានចដៅកាច់មួយនៅខាងក្រៅផ្ទះ បាទ ហើយផ្ទះឈើយើងគឺនឹងមានជ្រុងមួយដើម្បីចូលទៅទ្វារហី បាទ ស្រាប់តែពេលហ្នឹងគឺខ្ញុំឃើញកូនប្រុសរបស់ខ្ញុំគឺឈរនៅកន្លែងក្បែរទ្វារហ្នឹងតែម្ដងប៉ុន្តែអ្វីដែលខ្ញុំឃើញហ្មងគឺគាត់អត់មានជើងទេគាត់ឈរមកខ្ញុំទាំងទឹកមុខមួយដែលមិនមែនជាមនុស្សទេយើងទាំងទឹកមួយគឺគួរឲ្យខ្លាច សភាពបែបម៉េចដែរបង ជាសភាពមួយដែលគាត់មានតែខោខ្លីចង្កេះគាត់គឺពាត់ជាមួយនឹងកម្មាហើយគាត់ឈរជាមួយនឹងគាត់ឈរហ្នឹងគឺគាត់ឈរនៅក្បែរមាត់ទ្វារដែលខ្ញុំត្រូវដើរចូលទៅក្នុងផ្ទះហ្មងពេលហ្នឹងពេលដែលខ្ញុំឃើញភ្លាមយាយខ្ញុំហ្នឹងគឺគាត់ដើរពីក្រោយខ្ញុំគាត់សួរថាហេតុមិនក៏មិនចូលផ្ទះនៅឈរទៅស្អីពេលហ្នឹងខ្ញុំទទួលអារម្មណ៍បានថានៅពេលដែលខ្ញុំឃើញខ្មោចលើកដំបូងណាគឺខ្ញុំអារម្មណ៍របស់ខ្ញុំគឺខ្ញុំស្លុតហើយរបៀបថាខ្ញុំគៀងយកមកខ្ញុំអត់ដើរទៅមុខរួចទេខ្ញុំគៀងហើយខ្ញុំឡើងញ័រទៅត្រើកតែម្ដងព្រោះអី
គាត់អត់មានជើងផងហ្នឹងប៉ុន្តែវាជាមិនដឹងថាអ្នកទូទៅឲ្យតែខ្មោចលងបែបហ្នឹងឬក៏វាមានតែខ្ញុំឯងនៅពេលដែលខ្ញុំឃើញខ្មោចលងដំបូងហ្នឹងគឺខ្ញុំអត់ស្រែកអីទាំងអស់ពេញមួយយប់គឺខ្ញុំអត់និយាយអីទាំងអស់ហ្មង គាំង ហើយខ្ញុំលេងដេកខ្ញុំឡើងក្តៅខ្លួនណាហើយក្នុងមួយយប់ហ្នឹងដែរអានេះឮពីរឿងម៉ាក់ខ្ញុំវិញដូចគ្នាគាត់គេងក្នុងបន្ទប់ខ្ញុំគេងនៅខាងក្នុងផ្ទះដែរប៉ុន្តែនៅខាងក្រៅនៅខាងគឺនិយាយថាគាត់មានបន្ទប់គាត់ផ្ទះឈើគាត់មានបន្ទប់គាត់នឹងបន្ទប់ហ្នឹងទៅខ្ញុំគេងខាងក្រៅមួយយាយមួយបងដល់ទៅពេលហ្នឹងម៉ាក់គាត់ថាផ្ទះយើងជាផ្ទះឈើដែលវាអត់មានវាពីរជាន់ចុះហេតុអីបានពេលហ្នឹងវារបៀបមានមនុស្សដែលដើរនៅនឹងប្អួចគាត់ស្មានតែគាត់យល់សពដល់តបើកមើលទៅមកអានគាត់ឃើញមកអាននឹងហ្មងនឹងប្អួចនឹងមើលមកអញ្ចឹងទៅណាដល់ទៅពេលហ្នឹងគាត់ស្រែកបងអានមករកអីគេអញ្ចឹងទៅណាហ្នឹងហើយគ្រាន់តែប៉ុណ្ណឹងសលេងទូរស័ព្ទលើគ្រឿងអ្នកទេមកប្រាប់ថាបងអានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ គុំថាស្លាប់ហើយបាក់ជើង ខ្ញុំអត់ដឹងតែពេលហ្នឹងខ្ញុំអត់ចាំតែគាត់ស្លាប់បែបម៉េចទេគ្រាន់តែដឹងថាជើងគាត់អត់មានទេអត់មានជើងហ្មងធំនេះធំកពួនមកក្រោមនេះគឺអត់ខ្ញុំពឹងសបល់ខ្លួនឯងកពួនជើងគឺអត់មានទេដាល់របៀបដូចយើងបន្ទប់ឈរទៅលើកៅអីអញ្ចឹងតែគាត់អត់មានម្រាមជើងអត់មានអីហ្នឹងរបៀបអញ្ចឹងហើយឡើងឆ្កឹងតម្លាក់ដៃស្មើក្រោមអញ្ចឹង រឿងទី2តែម្ដងបាទ ចាយើងចូលជាមួយសាច់រឿងដែលបងប្រាប់ថាបងប៊ីសជាមួយនឹងជួបបញ្ហាដែលអាចបាត់បង់ជីវិតខ្លួនឯងថាឯងបង ចានិយាយទៅដូចបកទៅក្រោយវិញថាចាប់ពីអាយុ 3-4 ឆ្នាំហ្នឹងមកគឺខ្ញុំចាប់ផ្ដើមឃើញពពួកអមនុស្សហើយហ្នឹងហើយអញ្ចឹងបើសិនជាត្រឡប់ទៅក្រោយមួយទៀតដែលគេថារឿងយើងនឹងចាប់ផ្ដើមឃើញអីវាខុសពីមនុស្សដទៃហ្នឹងគឺវាពិតមែនជាក់ស្ដែងខ្ញុំក៏មានទេពកោសល្យតាំងពីតូចគឺខ្ញុំចេះច្រៀងចេះរលុយអីតាំងពីអាយុ 3 ឆ្នាំមកតាំងពីយើងនិយាយមិនទាន់ច្បាស់ណាហ្នឹងហើយម៉ាក់ខ្ញុំគាត់មិនអ្នកល្ខោនអញ្ចឹងនៅពេលដែលម៉ាក់មុនសំដែងអីអញ្ចឹងគឺខ្ញុំដឹងតែច្រៀងកាន់មីក្រូទៅមុខឆាកហ្នឹងហើយពេលដែលច្រៀងអញ្ចឹងទៅរៀបគេឲ្យលុយ100 200រៀលយើងហ្នឹងណាអ្នកខ្លះក៏គេឲ្យនំចំណីអីអញ្ចឹងទៅពេលដែលមកពេញឡើងមកលេងពេញម្ដងទៅម៉ាក់នាំទៅរាំងកាសាទៅអីទៅច្រៀងអញ្ចឹងទៅនៅទូចបងខ្ញុំចេះលេងភ្លេង6ឆ្នាំខ្ញុំចេះច្រៀងអញ្ចឹងទៅគេឃើញវាខ្ជូតពេកណាពេលខ្លះទៅហូបអញ្ចឹងទៅអត់តែពេលតឡើងច្រៀងអីអញ្ចឹងទៅគឺគេអត់យកលុយទេហើយបានទាំងលុយថែប្រទេសទៀតនិយាយទៅជួយម៉ាក់តាំងពីក្មេងហ្មងពីមុនគឺអត់មានសាលាមត្តេយ៍ដូចឥឡូវទេអញ្ចឹងខ្ញុំអត់ទាន់ចូលរៀនទេអាយុ 3-4 ឆ្នាំហ្នឹងអូបើដូចយើងឥឡូវ 3-4 ឆ្នាំដូចប៉ិនអេលីអីក៏ចូលរបៀប Play School អីអញ្ចឹងណាហ្នឹងហើយតែជំនាន់ហ្នឹងគឺខ្ញុំនៅដើរតាមល្ខោនតាមម៉ាក់ទេហ្នឹងហើយដើរតាមល្ខោនច្រៀងមួយបទពីរបទអីអញ្ចឹងទៅមុនពេលដែលល្ខោនចាប់ផ្ដើមសម្ដែងអញ្ចឹងណាអញ្ចឹងល្ខោនម៉ាក់ខ្ញុំតាំងពីជំនាន់ហ្នឹងនិយាយទៅគឺចាប់ផ្ដើមល្បីខ្លាំងមែនតើហើយគាត់ដើរសម្ដែងពីមួយកន្លែងទៅមួយកន្លែងហ្នឹងគឺអត់ដែលចូលផ្ទះទេរហូតមកដល់កន្លែងមួយដែលខ្ញុំមានរឿងហ្នឹងគឺនៅខេត្តកំពង់ស្ពឺនៅវត្តមួយតែខ្ញុំអត់ចេញឈ្មោះទេហ្នឹងហើយម៉ាក់ខ្ញុំគាត់សម្ដែងល្ខោន2យប់នៅកន្លែងហ្នឹងសម្ដែងយប់ទី1មនុស្សច្រើនកកអញ្ចឹងទៅដល់តែពេលដែលយើងចប់ហើយអស់យើងអ្នកល្ខោនពីជំនាន់មុនយើងថាមរីណាបងយើងបានតិចតួចម៉ាក់ខ្ញុំក៏អត់មានដូចរបៀបថាមានសាំងឬជិះម៉ូតូអីត្រឡប់មកផ្ទះដើម្បីសម្រាប់អីអត់ទេគ្រប់គ្នាគ្រាន់តែចាប់រៀបល្ខោនចាប់ពីមុនជំនាន់មុនចាប់មក 5-6 ភ្លឺអញ្ចឹងចាប់ភ្លាមគឺយើងមួយទឹកសម្រាប់មួយទឹកនៅវត្តហ្នឹងទៅសម្រាប់ទៅគេងទៅនៅលើរោងល្ខោនហ្នឹងអ្នកខ្លះក៏ក្រាកាទេហើយទៅក៏ចងរឹងតែសម្រាប់ខ្ញុំពេលហ្នឹងគឺខ្ញុំក្រាកាទេលគេងនៅចិត្តម៉ាក់ហេងប៉ានៅលើរោងល្ខោនហ្នឹងទៅពេលដែលខ្ញុំគេងហ្នឹងខ្ញុំគេងរបៀបថាយើងមិនអស់ល្ងុយទេដោយសារពីយប់យើងគេងដែរអញ្ចឹងទៅក៏យើងភ្ញាក់មុននៅពេលដែលភ្ញាក់មុនស្រាប់តែពេលហ្នឹងគឺល្ខោនយើងគឺយើងវាមានវាំងណូនណាវាមានវាំងណូនគេថាលឿមចែករបៀបយើង4ជ្រុងចឹងហើយមិនមានវាំងណូនយើងឬក៏គេហៅអីគេតង់គេហៅអីគេដែលយើងក្រាលបាំងជីងជាងហ្នឹងណាដល់ដែរហ្នឹងហើយតង់គេរៀបប្រឡោះតង់មួយហ្នឹងមកខ្ញុំពងដេកចឹងទៅខ្ញុំដេកកដាលម៉ាក់ប៉ាទេគឺខ្ញុំពងដេកចឹងទៅស្រាប់តែឃើញកូនក្មេងស្រីម្នាក់រៀបសើចពីតង់ហ្នឹងមកសើចស្ញែងដាក់ខ្ញុំអញ្ចឹងណាសើចស្ញែងអញ្ចឹងទៅខ្ញុំក៏ចុះពីក្មេងទូចទៅចេះរស់រាយអីខ្ញុំក៏ឃើញអញ្ចឹងហើយខ្ញុំអត់ចាប់អារម្មណ៍ខ្ញុំបែរមកខាងនេះវិញទៀតខ្ញុំបែរខ្នងមកខាងនេះវិញទៀតនៅខាងកម្មចដាលឆាកល្ខោននៅរោងល្ខោនពីក្រោយហ្នឹងគ្រាន់តែបែរទៅឃើញកូនស្រីម្នាក់ហ្នឹងឈរសើចស្ញែងមកខ្ញុំទៀតយវាហត់
chẳng bông Mong nhom xong tao te mỏng mấy hay biết mạch lột chẳng cho nhom lật chân nhom nghe hay vậy mà mày mới chơi những ắt nè hay sầm miên ấy lật chân á chứแบบนี้ ai biết nhẹ này mấy nhẹ ô đừng cô khai khmai rồi khai chma rồi nè mình đó nè mình đó nhom bao nhiêu mà ok tao không chơi những đồ bê là nhom ở bài khnon một mình tới giờ ta khơi côn gì mà nè nắng cho sai nhanh đại nhom nơi khăn ở cam trà đào nắng sai nhanh mà nhom từ mà đâu việc sai là dương việc sai vậy anh nâng việc ní nè ai không luôn là tự chuột à cho scope món giờ chờ sai việc đôi sẽ điện không nói cái thế này kỳ lên hướng Americ nè sẽ điện chắc là bị phone comment xảy ở vùng mùi bờ cho nắm á tông ban nắng conjuring ấy nâng sẽ đi được conjuring nâng sẽ điện chăng phê bông phê việc sai tay sai quát cứ là việc đôi việc joker chẳng là việc ca sai bạn chăng á anh nhầm sai cho mình là việc được joker chẳng là việc chẳng nhầm bạn chẳng đó hay giờ tao nhông có chuyện cái lấy tôi mơ khang pa cho tôi mình cô nó bị sợi đạn là kỳ giờ đâu tôi mới thức rất là nè con sẽ mẹ lụa hay năng ngày cái đá ngay trắng á đà lớn cái đá ngay trắng nhưng mà anh chụp ta pin đọc cái gì bọn cho bà dương chọc là không thèm một mùi plư hơi chân dương mình sầm rạ của dương lênไปdục tê ngay trắng cái lụi tại mặt đòn trà tay máu của man nhưng đăng tê bên năng cho bạn khơi cho bà nên vô sắp thế cứ khơi cho bà quạt sai đại dương chân bị khổ mà nhom ớt mơ nhưng nó khơi mục chân đó là bà chạy tay quạt địch từ một mũi tật nhưng năng ngày rồi tập bên chân quạt bọ đai hao nhom quạt bọ đai hao bọ là biệt bọ trẻ biệt chân á biệt chân bọ chân xua đòi thấy nhom xua hao nhom men nhưng á ngô cả ba là ăn gì còn thằng ngô cả ba lại bọ đai hao nhom bọn tôi lắm ăn lươn vậy thà ta đã lên ớt chứ nghe ta đã lên ớt bên nước ngoài bà hai chia là bà chụp của màn bà chỉ có tung ở đó phèm cho nam ấy bà hai chia là bà của ma được nhiều nó này tay của nhóm tô chừng quạt trà tô chừng quạt bọn đây hàng nhóm hay xài để nhóm ta đã lên ớt chứ nghe này hai nhóm đây nó liệp tha ốc sọc đấy nhưng nhẹ môn ba mạng hay đò bèo khơi khmeng mà bùa lấy nhưng khmeng cái anh admin cho phải can cô để dân được thông thế tập bên khmeng lên mới cái dân từ này giờ tập bê nó nhung phèp thà thế bạn nhung bung sầm ran chẳng á dừng sập chẳng á từ đấy mau nhung đông ta đã lên sờ bái á nè nhung á nhung đông ta đã lên sờ bái cái lăng á nè tập bê nó nhung cò về chết thằng từ nhung cò lộn chương ba nhung nắng đau từ rồi quạt nè đo tập bê đã cho từ 10 quạt nắng việc tha quạt bỏ đai mà chạy bỏ đai nó nhung can đai quạt bỏ đai chặt đai nhung hay đai quạt lăng tịch chẹt đôi tật co anh chừng tay nhung bắt chặt bà ròm thì đơn từ quạt mũi tật nhung cất tật quạt bà hai chia tầm mau bị đa lên mình lên tật phliêng lên tật ai rồi lên tầm lên tật hai chẳng á quạt chặt tật đa mùi nhung đa nôm cạn đai nhung hay nôm nhung đa từ đa dư mình tên đa hay một quạt nó cứ nhầm là hột mà admin bị ta smile ấy cứ nhầm cùi khai mà bàn tay còn tập pe nó mà sân chỉ dương tận lọc mà mình được thông mà dương trong ta snap này muốn nó cứ việc khai bàn tay chạy đây nó pe là nhầm nó tôi nó cứ như mà đắng còn tại cất ha cái nông như ta đá lên giờ mình cất ấy chởn bay chẳng ai đấy còn đa và to bị quạt đặt đây nhom đa ấy nhom sắp ta chắp bà tha nơi chung mình luôn nhom nó cứ đôi chia xuôn cũng san muối á đa cái này nó cứ rất là cá hay nâng mềm bảo cho ra hơn mình tên quạt đặt đây nhom đa tới hay quạt cho là đánh chắp mềm bảo ớt chẳng bẹp cá ớt trong nhom bẹp ổi chẳng nghe nè giống nơi ta sờ bài chứ bẹp đa xua sờ bài ớt xua là hột hay mưa một dương chứ nghe can đây bà đá xua bà đá đôi tập bẹp quạt nồi nhom đào chung hai tao tích bẹp cá tích đời chắp mềm bảo bẹp cá cứ nhom bật chỉ bẹp mền nhưng khi cá nó cứ mình chỉ cá dương thông mà đá cứ chỉ xuôn mũi đời xuất tập cá từng tròn mong sát khăng bong hay mềm bảo bên nó mình những chất mềm bảo à bà nó ngày chất mềm bảo mình tên vì mình việc tôi chia bờ sớm máy tôi định mềm bảo tôi chỉ phải chia chứ bị trốn bê tơ nó ngày đấy xuôi nhom thà trong lên ai tiệt ớt xuôi nhom trắng á nhom có thà nhom trong lên bệt bao nhom trong lên bệt bao trắng là tập bệt bao có thà trong lên bệt bao mến trắng nụ bệt bao ngọ từ giờ mùi nhom mấy rồi chứ á nó ngày đôi pe thì khơi bệt bao nó cứ khơi men cho ra nè con ta bệt bao thằng nó cứ là biết
ដូចឆ្ងាយហើយខ្ញុំពេលនៅក្មេងតែខ្ញុំក៏ឆ្លាតដែរខ្ញុំគិតថាពេញប៉ោទាំងអស់មកពីណាបើវាហោះហេតុអីក៏វាអត់ហោះទៅលើមិនក៏វានៅមួយកន្លែងទាំងដែលវាអត់មានទេអីសោះខ្ញុំចាប់ដើមលឿថាចង់បច្ចាណាថាខ្ញុំគួរទៅអត់ព្រោះអីខ្ញុំដើរងាកទៅរោងល្ខោនមែនតើខ្ញុំចាប់អារម្មណ៍ថារោងល្ខោនហ្នឹងគឺរបៀបដូចវានៅកន្ទុយភ្នែកដូចសឹងតែប៉ុណ្្នឹងមេដៃវាឆ្ងាយពេកវាឆ្ងាយដល់ទៅពេលអញ្ចឹងថាខ្ញុំអត់ហ៊ានទេខ្លាចម៉ែវាយរបៀបទៅឆ្ងាយពេកអញ្ចឹងខ្ញុំក៏ហៅបងឯងទៅយកខ្ញុំមកគាត់ថាអត់ទេទៅយកខ្លួនឯងមកខ្ញុំជូនទៅអញ្ចឹងខ្ញុំនៅតែបកាយថាខ្ញុំអត់ទៅទេរហូតដល់ពេលមួយគាត់របៀបរុញខ្ញុំបន្តិចរបៀបនិយាយធម្មតាមិនព្រមគាត់រុញខ្ញុំទៅនោះពេលប៉ោងទៅឲ្យលឿនណារបៀបអញ្ចឹងខ្ញុំចាប់ដើមមិនសម្លុតខ្ញុំអញ្ចឹងគាត់តែអស់ពីរុញខ្ញុំហ្នឹងហើយចាប់ដើមកញ្ឆក់ដៃខ្ញុំវិញម្ដងកញ្ឆក់ដៃទាញខ្ញុំទៅវិញហ្មងចាស្រាប់តែពេលហ្នឹងខ្ញុំបានលឺសំឡេងមនុស្សផុសស្រែកហៅញោមស្រីអូយញោមមកវិញពេលហ្នឹងហើយបានគ្រប់យ៉ាងទាំងអស់គឺប្រែប្រួលទាំងអស់ខ្ញុំកំពុងតែនៅចិត្តពហិយទេខ្ញុំកំពុងនៅចិត្តពហិយខ្ញុំក៏លេចទៅក្រោយគឺរោងល្ខោនម៉ាក់ខ្ញុំហ្នឹងគឺមិនបានប្រហែលជាវាអត់ឆ្ងាយទេវានៅឃើញត្រង់ទេរោងល្ខោនគឺនៅមិនឆ្ងាយទាំងប្រហែលទេប្រហែលជាម្លង3ផ្ទះចោះចាគឺត្រឹមហ្នឹងទេអញ្ចឹងអ្នកដែលហៅខ្ញុំហ្នឹងគឺលោកគាត់ហៅខ្ញុំដល់តែពេលដែលខ្ញុំក៏លេចមើលទៅវិញកន្លែងដែលខ្ញុំកំពុងនៅហ្នឹងគឺស្រះទឹកវាយកំពុងនៅក្នុងទឹកមកឬក៏ចិត្តដល់ស្រះជើងខ្ញុំហ្នឹងគឺនៅសល់តែមួយចំហៀនទៀតគឺខ្ញុំចូលក្នុងស្រះហើយអូមាត់ស្រះតែខ្ញុំអកស្រើលេងចង់ទៅហ្នឹងហ្នឹងហើយអាចនិយាយបានថាបុតខ្ញុំនៅមានបងសាក់សម័យថានៅចិត្តពហិយមួយគឺគេមានស្រះមួយចាស្រះពហិយគឺគេមានផ្លូវដើរសងខាងមុខក្រោយសងខាងពីមុខហ្នឹងគឺស្រះតែម្ដងស្រះទឹកហ្នឹងដែរគឺគេធ្វើជាកម្មចដើចុះទៅក្រោមចុះទៅក្នុងស្រះប៉ុន្តែស្រះហ្នឹងគឺវាអត់មានមាត់ស្រះដែលវារាក់ទេណាគឺគេជីកជម្រៅប្រហែលជាខ្ទង់ 4-5 ម៉ែត្រទៅក្រោមមកត្រូវហើយស្រះក្នុងវត្តគឺអញ្ចឹងបាទផ្កាដែលខ្ញុំកាន់ទាំងប្រហែលបងដូចខ្ញុំកាន់អីគេអត់កាន់អីខ្ញុំសិតតែធូបអាផ្កាខ្ញុំកាច់ទាំងប្រហែលហ្នឹងសិតតែធូបហើយខ្ញុំមិនដឹងថាខ្ញុំប្រមូលពីណាទេគាត់ថាបើសិនជាផ្លូវដែលខ្ញុំដើរកាត់ទាំងប្រហែលគឺដើរកាត់ចែកដីទាំងអស់វៀងកាច់ចែកដីចុះវៀងឡើងអញ្ចឹងទៅហ្នឹងហើយខ្ញុំដើរមានស្បែកជើងពាក់ទេគ្រាន់តែខ្ញុំបែរមកវិញមើលទៅនៅមុខខ្ញុំហ្នឹងគឺស្រះហើយលោកបងគាត់ខាត់ថាញោមមកវិញកូនមកវិញអញ្ចឹងទៅខ្ញុំភាំងខ្ញុំយំមកដល់វាភ្លាមខ្ញុំអត់ដឹងថាហេតុអីបានជាខ្ញុំមកនៅនឹងទាំងស្មាម៉ានហើយក្មេងផងបងពេលហ្នឹងរបៀបដូចគេលេងបិទមុខបិទពួនឬក៏គេនាំយើងមកផ្លែតវាពិបាកនឹងពណ៌នាថាហេតុអីបានជាពេលហ្នឹងពងសួនផ្កាស្អាតសុកដល់មកមើលខ្ញុំកំពុងនៅក្នុងទឹកវាអត់ទទួលយកបានគ្រាន់តែម៉ាក់ខ្ញុំពេលហ្នឹងគឺឆ្លេស្លាពេញរោងល្ខោនទាំងអស់ហើយអ្វីដែលឆ្ងល់បំផុតតាមពិតបើសិនជាផ្លូវដែលដើរហើយនឹងរោងល្ខោនហ្នឹងវាមានអីត្រូវបាំងទេហើយគ្រប់គ្នាទាំងអស់ក៏មករកខ្ញុំនៅបរិវេណដែលខ្ញុំកំពុងដើរនឹងដែរតែអត់មានអ្នកណាមួយរកឃើញខ្ញុំទេអត់មានអ្នកណារកឃើញហ្មងបើសិនតែយើងឈរពីរោងល្ខោនឬក៏មើលពីរោងល្ខោនទៅគឺឃើញអត់មានអ្វីដែលពិបាកឬក៏ដើមឈើអីត្រូវបាំងគឺអត់មានតលតែសោះហ្មងសេកហៅក៏លឺដែរតាមពិតទៅប៉ុន្តែខ្ញុំអត់ដឹងថាវាជាមូលហេតុអីមួយដែលអ្នកទៅនឹង 2-3 នាក់ទៅរកស្រែករកពេញវត្តទាំងអស់ក៏អត់ឃើញហើយនិយាយថាហៅខ្ញុំក៏សេចមិនលឺមានតែប្រសង់ទេដែលស្រែកហៅឲ្យខ្ញុំលឺនឹងឯងប្រហែលជាគាត់អាចឃើញបងហើយអ្នកផ្សេងទៀតអត់ឃើញនឹងឯងខ្ញុំស្លៀកខោម៉ាក់អ្នកចាំតែខ្ញុំស្លៀកខោពេលខ្ញុំស្លៀកខោពណ៌ក្រហមខ្ញុំដើរអត់មានអាវពាក់ទេស្លៀកតែខោដូចយើងដឹងអីថាពីទូចខ្ញុំប្រុសនោះខ្ញុំពាក់តែពាក់ខោលីអូក្រហមមួយនឹងដើរនឹងអត់មានស្បែកជើងទៀតចាហ្នឹងហើយអញ្ចឹងនៅពេលដែលដឹងហើយក៏ខ្ញុំចាប់ផ្ដើមក្តៅខ្លួនញាក់របៀបដូចគេហៅរបៀបគេថាច្រាបឬក៏ចាញ់ច្រាបកំរោលហ្នឹងហើយកំរោលរបៀបខ្ញុំក្តៅញាក់ពីពេលហ្នឹងអញ្ចឹងក៏បែកដឹងថាតើកូនស្រីហ្នឹងដែលខ្ញុំប្រាប់ម៉ាក់ក៏អត់ជឿគាត់ខំខ្ញុំទៀតតែមានកូនឯងទៅនៅនឹងកូនហេតុអីបានជាកូនឯងដើរទៅណាទេទោះបីជាទម្លាប់ខ្ញុំទៅខ្ញុំភ្ញាក់ខ្ញុំឯងហ៊ានដើរទៅណាចោលម៉ាក់ដែរពួកខ្ញុំទៅតាមម៉ាក់តាមខែតាមរោងល្ខោនរហូតខ្ញុំមានទម្លាប់មួយគឺខ្ញុំអត់ដើរចេញពីម៉ាក់ទេទោះបីជាម៉ាក់សម្រាប់លក់ក៏ដោយទម្លាប់ល្អអត់ដែលឲ្យម៉ាក់ពិបាកទេដល់ទៅពេលហ្នឹងខ្ញុំចេះតែដើរអញ្ចឹងក៏គាត់សួរខ្ញុំថាខ្ញុំអត់ទៅតែឯងទេខ្ញុំទៅ2នាក់បងស្រីនោះដែលគាត់នាំខ្ញុំទៅ
ហ្នឹងហើយគឺសួរតបងស្រីហ្នឹងនៅណាខ្ញុំចូលទៅកន្លែងស្រះទឹកហ្នឹងណាគាត់ខ្ញុំទៅដើរលេងគាត់នាំខ្ញុំទៅចាប់មេអំបៅនាំទៅយកពេទ្យប៉ោងហើយនឹងនាំខ្ញុំទៅលេងសួនច្បារហើយគាត់មានសួនច្បារទេ សិតតែចែកដី ចា ទាំងអស់ ដល់ទៅពេលបានដឹងបានលោកមានសង្កេតការថាក្មេងស្រីហ្នឹងគឺស្លាប់នៅក្នុងស្រះទឹកនឹងឯងស្លាប់ប្រហែលជាខ្ទង់មួយអាទិត្យមុននឹងឯង ទំពើថ្ងៃហើយ ចាទឹមតែមួយអាទិត្យមុននឹងឯងហើយក៏មានក្មេងប្រុសម្នាក់ទឹមតែស្លាប់ទៅនឹងទៀតដែរដែលគាត់ដែលប្រហែលក៏ដោយសារតែក្មេងស្រីនឹងអូសដៃទៅដូចគ្នាអញ្ចឹងនៅស្រះហ្នឹងគឺសរុបមកគឺ2នាក់ឯងតែក្មេងប្រុសហ្នឹងគឺខ្ញុំអត់ឃើញទេឃើញតែក្មេងស្រី ហ្នឹងហើយ អញ្ចឹងហើយអញ្ចឹងនៅពេលហ្នឹងហើយដែលម៉ាក់គាត់វាគាត់លឺហើយគាត់មកយប់ហ្នឹងគឺគាត់លេងល្ខោតកើតទេគាត់គិតថាសល់តែបន្តិចទៀតគឺគាត់កូនគាត់គឺផុតហ្មងហ្នឹងហើយបានលោកនឹងគាត់ប្រោះព្រំឲ្យអីអញ្ចឹងទៅហើយក៏មិនដឹងថាចាប់ពីពេលហ្នឹងមកវិញ្ញាណក្មេងស្រីហ្នឹងគាត់ទៅជាយ៉ាងម៉េចតែបើសម្រាប់ខ្ញុំគិតថាបើសិនជាបន្តបែបហ្នឹងណាមិនដឹងជាមានក្មេងប្រហែលអ្នកអេដែលរងជាមួយនឹងគ្រូថ្នាក់បែបហ្នឹង បាទ នៅពេលដែលខ្ញុំឃើញឥឡូវឃើញមានក្មេងៗលងទឹកឬក៏អីខ្ញុំបានគិតទេតែពួកគាត់ដឹងថាកន្លែងហ្នឹងគឺជាទឹកពួកអីក៏វាអាចដែរដែលពេលខ្លះគាត់ឃើញកន្លែងហ្នឹងគឺជាដីឬក៏កន្លែងដែលគាត់លេងធម្មតាទេហើយក៏ពេលខ្លះក៏ប្រហែលជាគិតថាទឹកហ្នឹងគឺជាទឹកដែលរាក់ដែលគាត់អាចទៅបានដែរ បាទអាចលេងបាន ហ្នឹងហើយបើអញ្ចឹងវាកាត់ទៅដល់ពេលយើងរៀងពេញវ័យណា បាទ អញ្ចឹងខ្ញុំដើមដំបូងបន្តិចសម្រាប់ខ្ញុំពីមុនគឺខ្ញុំជាអ្នកសិល្បៈពេញតួពេញទំហឹង24ម៉ោងតែម្ដងគឺខ្ញុំនិយាយថាទទួលច្រើនណាខ្ញុំតាំងពីប្រពៃណីភ្លេងការហ្នឹងហើយតាំងពីកំ pl ខាង CTS នោះផងតាំងពីខាង affair តន្ត្រីសម័យផងចាហើយនៅល្ខោនបាសាក់ទល់ភ្លឺទៀតអញ្ចឹងបើសិនជាគិតមកបើលេខជាពេលវេលាវិញណាម៉ោងដែលខ្ញុំលេងល្ខោនគឺចាប់ពីម៉ោង8យប់ដល់ម៉ោង5ភ្លឺជាទូទៅ8យប់9យប់ឬក៏10យប់ដល់ម៉ោង5ភ្លឺអីជាទូទៅអញ្ចឹងបន្ទាប់ពីចប់ពីល្ខោនខ្ញុំត្រូវលុបមុខមួយសាដើម្បីលាបមួយសាទៀតទៅភ្លេងខ្មែរ បាទ ចាភ្លាមភ្លេងខ្មែរត្រូវតែឆាយចំនួនម៉ោង7ព្រឹកហើយមិនអញ្ចឹង បាទ ចាអញ្ចឹងពីភ្លេងខ្មែរពីចំនួនមុនមិនមែនឆាប់ដូចយើងឥឡូវទេយ៉ាងតិចក៏ម៉ោង1ម៉ោង2ដែរហ្នឹងហើយពីមុនណា ចា តែសេរីដែលខ្ញុំនៅធ្វើហ្នឹងយ៉ាងតិចក៏ម៉ោង1ម៉ោង2ដែរអញ្ចឹងយើងត្រូវ make up មក7ព្រឹកដល់ម៉ោង2រសៀលទៀតអញ្ចឹងម៉ោង2រសៀលហ្នឹងខ្ញុំត្រូវលុបមុខមួយសាទៀតឬក៏ទុកមុខហ្នឹងអស់ពេលគឺដេកទាំងមុខអញ្ចឹងទៅម៉ោង4ឬក៏ម៉ោង3ម៉ោង4ហ្នឹងគឺខ្ញុំត្រូវតន្ត្រីសម័យទៀតហើយគឺរត់អញ្ចឹងតែមិនកន្លែងពេលខ្លះមិនកន្លែងមួយគ្នាផ្សេងគ្នាទាំងអស់គឺរត់ទៅអញ្ចឹងតែម្ដងរហូតដល់តន្ត្រីសម័យហ្នឹងអាចខ្ញុំច្រៀងអត់បានដល់ចប់ទេត្រឹមតែម៉ោង8អីខ្ញុំចប់ពីតន្ត្រីមកតល្ខោនទល់ភ្លឺឲ្យវិលជុំអញ្ចឹងបើសាក់សម័យមើលសុំតែប្តីខ្ញុំគាត់ទៅសើដែរថាខ្ញុំដូចម៉ាស៊ីនពេលដែលខ្ញុំមុនការហ្នឹងក៏គាត់ជាអ្នកជូនខ្ញុំដែរហ្នឹងហើយបានជូនហ្នឹងហើយអញ្ចឹងមុននឹងប្តីខ្ញុំហ្នឹងគឺខ្ញុំមានអ៊ំស្រីខ្ញុំម្នាក់ដែលគាត់ជាអ្នកជូនខ្ញុំចុះឡើងចឡើងពួកឯងខ្ញុំអត់ចេះបើកឡានទេម៉ាក់ខ្ញុំគឺតឹងរឹងណាស់ត្រូវទៅណាគឺត្រូវតែមានអ្នកជូនមានអ្នកនៅហែហោមអញ្ចឹងដូចធំដុំណាស់អញ្ចឹងហ្នឹងហើយគាត់រៀងតឹងរឹងកូនដល់ទៅពេលដែលមានអ៊ំជូនខ្ញុំទៅគាត់ជូនពីមួយកន្លែងទៅមួយកន្លែងដល់ថ្ងៃមួយហ្នឹងខ្ញុំចាប់ពីតន្ត្រីដូចគ្នាតែខ្ញុំបកទៅល្ខោននៅតួត្រូវឆាប់ចេញទៀតត្រូវសូត្រមែនតែនដល់ទៅពេលដែលល្ខោនថ្ងៃហ្នឹងគឺខ្ញុំលេងដូចជាម្ដុំតកែវជប់សិនពីផ្សារអង្គតសោមជិះទៅខឹងស្ដាំទៀតតលិចទៀតហ្នឹងគេហៅស្រុកអីគេទេ សំដុំផ្ទះខ្ញុំនឹងសាក់អង្គសោមនឹងទៅខាងស្ដាំដៃទៅគេបង ហ្នឹងហើយ ភ័យព្រាល អង្គតសោមព្រៃព្រាលខ្ញុំដូចមិនមែនទេ អង្គការ ឥឡូវសូមយើង skip រឿងភូមិស្រុកណាកុំឲ្យអ្នកស្រុកខ្លាចទៀតហ្នឹងហើយតែដឹងថាម្ដុំហ្នឹងហើយហ្នឹងហើយខ្ញុំជីមួយអ៊ំហ្នឹងគឺពីហ្នឹងគឺយើងមាន app ហើយចាប់ដល់មាន map បដាមើលហើយចាព្រោះថ្មីដែរទេហ្នឹងហើយអញ្ចឹងឡានខ្ញុំពីនេះក៏វាចាប់ដល់មានដូចជា OD អញ្ចឹងក៏វាមាន sensor អីអាចដឹងដែរ បាទ ស្អីដូចគ្នាណាស្អីណាមានប្រុសម្នាក់សោះហ្នឹងហើយក្នុងឡានផែម៉ាអ្នក 2នាក់ ចា 2នាក់គត់ចាជិះទៅហ្នឹងគឺវាស្ងាត់ហើយខ្ញុំរបៀបខ្ញុំទម្លាប់របស់ខ្ញុំមួយគឺបច្ចុប្បន្នក៏ដោយប្តីខ្ញុំក៏ដឹងដែរថាខ្ញុំអត់ចូលចិត្តស្ដាប់ចម្រៀងទេ ចា ពេលដែលស្ដាប់ចម្រៀងខ្ញុំមានតែហត់ខ្ញុំហត់មែនតើពួកអីបាញ់ដឹងហើយថាខ្ញុំវាហត់នឹងអាសិល្បៈនឹងខ្លាំងណាអញ្ចឹងបើសួរថាម៉េចខ្ញុំចូលចិត្តច្រៀងប្រហែលបទ original ចេញហ្នឹងគឺខ្ញុំចេញមកចេញទេតែឲ្យខ្ញុំស្ដាប់ខ្ញុំអត់ស្ដាប់ទេខ្ញុំអត់ស្ដាប់ហ្មងចម្រៀងគឺបើថាបទ
bò tê rồi có bọt ấy thử sờ bài rùm bán rùm tại bà thang ơi được từ trường karaoke nhưng cho chặt riêng đây nhầm họp dân tới có ngạt thanh vậy tại lên người ôm dân tới nè pe class dân tới ôm bao tại nhung có địch lụa dân tới đôi chả pe ngày nắng ôm bạc la nắng cứ nhung địch lụa ôm có mơ mệt dân tới đẹp tại là pe viết nó đôi chi mình ngayประมาณ10 mét nó cứ viết làแบบvìน้องเพลอtới mỏng á bỏng vìน้องเพลอnó cứ tam bất ống nó có quạt cái đài vì sọc ông là sáu mà sọc quạt đài tỉ hết ấy cũng mệt nom tới cả lạnh nắng tên đại ca bất phơi tới là khao nó một sân chỉ đăng tam phum phum cứ đôi khi mình tới phơi nắng tỉมันถ้าtới mong sẽ tới đóแบบไปชี้dương sẽ mẹ cho chi tam phơi nắng hái mẹ có về lạnh đá nó chọn đầm lạnh đá chừng tới nhông còn ngợp cột mà ôm những đò này ôm có thà ông đừng nghe bà đi đừng ngặt chân ấy việc mình tiền đã sọc ấy xua sao nó nghe chọn ông ngặt tới hay xong bây giờ sẽ vá có ọt miên tây thì đách sẽ vá dơ mỏng đừng thà pe nắng vì ọt sẽ vá mấy được có mọi là khơi sẽ váยังchạy lại chứ nè tại còn thà pe nắng cứ vì sẽ vá thà thử tướng là dương bơm máu cứ máu những cái chật đo tua chở tranh hai mong chật mong tung đọc chiếng hay nè tua nhóm ai tung tranh và hai chiều thà ở pi thành đọc ấy cho tại tụi mong dương hiệp trong khuôn ấy sao thay tiệt đó đó là pe đây rồi ọt khơi nhâm cho đam là việc ngặt phong hay dương sấy pi nè ô mà địch mình plơ trắng ấy ô mày tê tao mạng mớ nó có vẽ bên sẽ và đăng tê bẹp nè xem tôi có chơi ta chỉ tam à plơ mẹ để dương mơ việt đai cả đó của gì kịp liệp ha dương chơi smart nó bù muốn nó dương man mơ đai chẳng nè là ngày có chơi chỉ tới xem ta plơ nó cứ chấp đam plơ ở tiệc cô mà tôi tư á chà tha tì địch mình tụm đồn tì vì plơ ở tiệc cô hay smart rồi sao mình plơ cái thời chi tiết ra dương thử bỏ đi còn mấy paris đấy từ một thôn cũng bỏ cái rau mà này hay ngặt chân dân thiệt trẻ tới cái lô men phun mấy cái xua sẽ đặt từ đó bên nắng nhung khơi ôm chăn mà nè sợ quạt clay thằng nè ruồi tự cả lố á có đất đay mình xây mà nè đạch bà cái trao cho khơi bị khơi có đá có cái điện cái tê muối là ngày chẳng nhung o vào rồi ôm khơi dây khơi nè khơi mình đứng hay sắp ta ốm cổ quạt than trẻ mình đứng nè có cho ông xui mình đứng nè nó một lá nó đam tay à áp số quạt thích ông có chỗ đông quạt mòn thế này nhung có khẳng ông anh trông mà mình đâu có từ số nào tiết mình đứng lớn vậy quạt ở hiên mòn đấy quạt có chụp quạt chụp như ba cái chợ xu này ta ông xăm xuân tinh ông plơ tư là khao nó ông đăng người ta plơ tư là khao nữa nè chẳng á nè ở chất đó nữa ông đôi có tha từ trăng tiết tới nhung có xu thà nấu ngay tiết đấy ông quát ắt dễ có khéo bị thà từ trăng tiết đấy vậy bản năng hay là biệp trao nhung thường kết khơi tha trao say quát nắng cứ là biệp thâm mừng ô đây có ông dân tới biệp tha bờ sân chỉ dụ mình bảo bắn nắng vì cô ta lập bự không phải chỉ bị 7 năm á vì cô ta lập bự mình xảy nó cứ là bị mừng giờ mong ô đai căn chẳng giấy có cô tôi mới ta còn giấy mũi nhóm nó có sang tầm nghĩa luôn phòng chắc nhung của thai bất cả chợ mình nhưng mà thai hơi ra cô được mấy có sụt bua thôi trăng tơ sụt vào màn cả lô tiết đó có biết ôm quạt muột mong từ công lan quạt muột xong mong muột ta ôm tôi trăng tiết đó tha tôi trăng này trăng tiết nhung chập vào thà pe nắng ôm nhóm cứ quạt lên giấy ấy tầng quạt chụp làm lên giấy là ngày quạt lên giấy dẹp ta chi bà hai chi cả lá màu nhung khơi một phồng này ai khơi nhá khơi một đồng tiền này khơi dẹp ta một đứa prong nữa năng liệt có đau lươnเหมือนกันđau lươn ta đòi tập pet là nhung không chi thật thắm có chuyện tuôn móng màแต่quạt đá bẹp mày chuyện tuôn dẹp đòi tập pet nó nhung sủa ông anh khơi một phồng nó lượng nó ông quạt khơi nhá này ông quạt khơi nè khơi chi ta mặt tuôn này tao mặt tuôn móng dẹp đòi tập pet mua tiết biệt thà quạt không chôn mền tên ở lươn móng áแต่เพลินคือเพลินโตจีแต่กดคอมจวนมองเราแต่เพลินจวนเลือนนั่นคือเคยกดเบียนตาสังฆธรรมกันนักจักแต่ bây giờ cho khóm được khổ ปีเนี่ย bây giờ อาจจะกงกดเบียนทีเมื่อเช็ดคือเคยแต่ผมนั่งเคยแต่ปีเคยนั่งจะแต่เคยให้กดชกลันเงาะยงปีเนี่ยอมจับได้คณียงแกงถึงปีเนี่ยเผื่อเบอร์ซันจีเหลืองมนấyเหลียดhaอมกอดหมดđây chẳng á là ngày có ăn vậy ấy rồi tập pe lượng nó quật khơi nhá pi đại ôm chặt tay kia chăng hay hin chi từ một tê bộ ấy
គាត់នៅចំហៀងនេះហើយគាត់នៅចំហៀងអាខ្មោចនេះគឺនៅចំហៀងហ្នឹងហើយដែលឃើញមកចំហៀងហ្នឹងដល់តែពេលយើងអត់ទៅមុខគៀងទាំងអស់គ្នាហ្នឹងសិតតែដើរមកបដ ாய் ដើរហ្នឹងគឺដើររបៀបឆ្លងមកមុខឡានយើង ឆ្លងកាត់មុខឡាន ចាមុខឡានហ្នឹងយើងហ្នឹងដើរហ្នឹងគឺដើរចុះទៅវាលស្រែខាងនោះវិញតែពេលដែលដើរហ្នឹងគឺរបៀបកលេចមកមើលយើងក្នុងឡានណាលេចឲ្យញឹមទៀតញឹមដាក់ហ្មងតែបើសួរថាសភាពមុខម៉ែបម៉េចអត់មានទៅភ្នែកអីលៀនអីអាក្រក់អីអត់ទេ ដូចមនុស្សធម្មតាទេ អត់ដូចមនុស្សធម្មតាទេរបៀបដូចគេហៅថាអាមុខលើណាឃើញចិត្តតែមុខគឺរបៀបព្រាលយកហ្មងណាភ្នែកមិនសមជាភ្នែកមាត់មិនសមជាមាត់ដូច ស្វាំងប្លើ នឹងបែបអញ្ចឹងហ្មងញឹមដាក់ឲ្យបានដើរផុតទៅឲ្យផុតមកអាវាលហ្នឹងឯងដើរទៅនោះអញ្ចឹងណាពេលដែលដើរទៅផុតពីនៅអ៊ំខ្ញុំចាប់ដើមទុកភ្នែកស្រក់ហ្មងបងទុកភ្នែកស្រក់អ៊ំក៏លេងនិយាយខ្ញុំក៏លេងមាត់ស្រាប់តែពេលដែលភ្លាមហ្នឹងហ្មងណានៅជុំវិញខ្លួនខ្ញុំគឺសិតតែភ្នោខ្មោចទាំងអស់ភ្នោហ្មងដល់ទៅពេលហ្នឹងខ្ញុំធ្វើអត់ចេញក្រៅពីលើកដៃនិយាយអត់ចេញទេលើកដៃសាពះលៀបខ្ញុំធ្លាប់ប្រាប់ម៉ាក់ថាអត់មានអីធំជាងគុណឪពុកគុណម្ដាយទេឲ្យនឹកទៅពេលដែលយើងមានអាសន្នខ្ញុំនឹកម៉ាក់អើយជួយខ្ញុំផងប៉ាអើយជួយខ្ញុំផងអញ្ចឹងណាគាត់ទៅពេលហ្នឹងភ្លាមសំលេងទូរស័ព្ទទេមកតែតាកូនខ្លួនឯងនៅណាដល់ទូហើយខ្ញុំស្រែកយំយកមកម៉ាក់ខ្ញុំក៏ស្មានខ្ញុំគួរថាចរាចរខ្ញុំស្រែកយំម៉ាក់អើយជួយហងម៉ាក់អើយជួយហងអញ្ចឹងខ្ញុំអត់ដឹងថាពេលឥឡូវហ្នឹងអ៊ំក៏កាំងខ្ញុំក៏កាំងខ្ញុំអត់ដឹងថាខ្ញុំគួរធ្វើម៉េចទេហើយម៉ាក់សួរគឺខ្ញុំអត់និយាយអីទាំងអស់គឺទម្លាប់ខ្ញុំនៅពេលដែលឃើញខ្មោចគឺខ្ញុំសួរមកខ្ញុំលេងនិយាយដែរនឹងឲ្យជួយខ្ញុំហងមកជួយខ្ញុំហងម៉ាក់មកស្លន់រើស្ទះផងអីផងហើយចុះលឺតែលេងកូនមកអញ្ចឹងហើយអញ្ចឹងនៅពេលដែលខ្ញុំនឹកកូនយ៉ាងហើយម៉ាក់ទេមកអញ្ចឹងហើយអ្វីដែលខ្ញុំឆ្លើយប្រាប់ម៉ាក់គឺប្រាប់ថាខ្ញុំអត់ដឹងថាខ្ញុំនៅណាទេដឹងដល់ណាទេតែប៉ុណ្្នឹងទេបន្ទាប់ពីបិទទៅម៉ាក់ក៏មិនដឹងនិយាយអីគេទៀតបើគាត់គៀងបេះដូងដែរហើយពេលហ្នឹងចេញតួទៀតណាហើយគាត់អាឡ័យទេទៅកូនផងហើយកូនទៅអញ្ចឹងមករឿងមកលខោនោះគឺញ៉ៃញ៉ៃទាំងអស់គ្មានណាលេងតួកើតអីចុះតួដែលត្រូវចេញក៏រៀបស្ទះខ្ញុំមកតួដែលត្រូវចេញនេះក៏មិនទាន់ទៅដល់អញ្ចឹងរឿងគឺវល់អាណិតម្ចាស់ដើមបុនដល់ខ្ញុំដឹងមិនទៅហើយពេលហ្នឹងអញ្ចឹងខ្ញុំពីនៅអ៊ំគាត់ចេះថានេះគាត់អាយ៉ែរបៀបអាយ៉ែពួកអីមុននឹងដល់អាផ្លូវហ្នឹងគឺវាមានអាផ្លូវបត់ធំមួយដែរអញ្ចឹងគាត់អាយ៉ែទៅក្រោយគាត់សម្រេចចិត្តថាជិះត្រឡប់ទៅក្រោយវិញជិះប្រហែលជាខ្ទង់ចិត្ត1ម៉ោងទៀតបានខ្ញុំបានទីបំផុតពួកយើងឃើញរបៀបថាចាប់ដើមជាផ្លូវលំធំវិញណាអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំត្រឡប់ទៅក្រោយវិញហ្មងត្រឡប់ទៅក្រោយវិញពេលហ្នឹងម៉ែក៏ចាប់ដើមដើរអ្វីដែលខ្ញុំsurprise មែនតែនផ្លូវដែលខ្ញុំទៅតាម map ពីមុនហ្នឹងគឺមិនមែនផ្លូវហ្នឹងទេផ្លូវគឺទៅខាងមួយចំហៀងផ្សេងទៅវិញមួយឆ្វេងទៅនោះវិញហ្មងដូចអីនាំឲ្យយើងចង្អុលទៅហ្មងចាអ៊ំក៏លេងមាត់ហើយពួកយើងក៏ជិះតាម map ដែលថ្មីដែលឃើញហ្នឹងទៅជិះទៅក៏ទៅដល់រោងល្ខោនទៅបានទៅដល់ប៉ុន្តែអីដែលពួកខ្ញុំពេលដែលខ្ញុំទៅដល់ហ្នឹងគឺពេលហ្នឹងគឺពួកខ្ញុំទាំងពីរនាក់គឺច្រាបខ្ញុំលេងអត់កើតទេថ្ងៃហ្នឹងខ្ញុំគិតតែពីអង្គុយយំហ្មងខ្ញុំយំរហូតតល្ខោនចប់បានស្អែកឡើងម៉ាក់នោមខ្ញុំទៅស្រោចទឹកហ្នឹងហើយហើយដល់ពេលអញ្ចឹងយើងមានធ្វើបន់សែននៅទៅកសលអីយើងអត់បានធ្វើដែរអត់ទេពីមិនតលោកអ្នកប្រោះព្រមអីអញ្ចឹងថាបើខ្ញុំពីមុនហ្នឹងគឺខ្ញុំអត់ចេះស្រោចទឹកស្រោចអីទេតែថ្មីឥឡូវនេះទេដែលខ្ញុំឃើញញឹកពេកទៅបានខ្ញុំរបៀបថាអត់ទៅកសលឲ្យជាពិសេសនៅពេលដែលខ្ញុំរើនឹកអ្វីខ្ញុំរើនឹកមុនគេមុននឹងញាតិការខ្ញុំទៀតខ្ញុំគិតថាកសលដែលខ្ញុំធ្វើទាំងប្រហែលហ្នឹងសូមឲ្យទៅដល់វិញ្ញាណក្ខន្ធដែលអនាថាទៅប្រហែលសូមឲ្យបានទទួលបុណ្យស្មើគ្នាបាទពួកអីហើយសូមកុំឲ្យខ្ញុំអាសាខ្លាចកុំឲ្យខ្ញុំអាសាឃើញទៀតអីគ្រាន់តែបញ្យល់សពទៅចាប់ពីឥឡូវហ្នឹងហើយឥឡូវនេះបើសិនជាខ្ញុំធ្វើបុណ្យពេលណាធ្វើទានពេលណាខ្ញុំនឹកដល់រហូតអត់ទៅកសលជូនហ្នឹងហើយខ្ញុំសន្យាចឹងហ្មងកុំឲ្យខ្ញុំឃើញខ្ញុំនៅកូនង៉ែតម៉ាក់ខ្ញុំគាត់3ខ្ញុំទៅលខោនហ្នឹងជិះម៉ូតូគេហៅម៉ូតូអីគេទេដែលតើតែដាក់ខ្សែមិនទៅបានធាក់ឆេះរបៀបអញ្ចឹងណាហ្នឹងហើយជំនាន់យើងហ្នឹងលខោនលេងយប់ជ្រៅមិនដូចឥឡូវទេឥឡូវតែម៉ោង7 8 9ជប់យ៉ាងយូរគឺចាប់ដើមលេងហើយពីសេរីមុនតតែម៉ោងមកដប់អីនោះបានចាប់ដើមលេងហើយចាប់ដល់ម៉ោងក្រែលអីហ្នឹងបាទហើយអញ្ចឹងម៉ាក់ហើយប៉ាខ្ញុំហ្នឹងដូចគ្នាគឺគាត់ជិះម៉ូតូទៅក្រោយហ្នឹងហើយជិះម៉ូតូហ្នឹង3កូនអាំងគាត់ថាត្រឹមតែកែវពងស្ពឺអីគឺគាត់គិតថាចិត្តបំផុតហើយអញ្ចឹងអាចពេលហ្នឹងនឹកកូនផងទុកកូននៅនិយាយផងក៏សម្រាប់ថាយកកូនទៅដែរអញ្ចឹងទៅណាពេលហ្នឹងបងប្រុសខ្ញុំដូចជាអត់ទៅទេនៅមួយយាយគាត់បីតែខ្ញុំទៅទេពេលដែលគាត់ជិះទៅហ្នឹងមិនដឹងថាពេលហ្នឹងគាត់ខ្ញុំអត់ចាំទេពេលហ្នឹងថាគាត់ទៅសំដែងនៅម្ដុំណា
ហ្នឹងហើយគ្រាន់តែទិដ្ឋភាពដែលចាំហ្មងគឺគាត់បីខ្ញុំទៅហើយជាក់ស្ដែងអីម៉ូតូគឺខូចពេលដែលចិត្តថាចិត្តទៅដល់ account ហើយហ្នឹងណា បាទ ស្រាប់តែពេលម៉ូតូខូចដល់មួយលុតហ្នឹងគឺមើលទៅពីប្រហែលជាម្លង2ទៅ3ផ្ទះទៀតគឺឃើញរោង account ច្បាស់ចេះមានទាំងទងវិលសេះហោះកន្ត្រកវិលអីអញ្ចឹងទៅចំណនោះអត់មានគប់ពេតប៉ោងទេមានទេមានតែរោង account យើងហើយរោង account គឺយើងអត់ប្របាក់ចំណាំទេគឺវាមានគេថា signature គេលើតាប់លោកក្រហមហ្នឹងហើយអញ្ចឹងវាឃើញឆ្ងាយហ្មងមិនដឹងក៏ឃើញឆ្ងាយដែរហើយនឹងសេះហោះហ្នឹងគឺមើលទៅគឺម៉ាក់ឃើញហើយឃើញថារោង account ហ្នឹងនៅឃើញចាគឺទៅដល់ហើយហ្នឹងហើយឃើញហ្មងអញ្ចឹងស្រាប់តែឃើញរោង account ហ្នឹងហើយគាត់ជិះហ្នឹងគឺគាត់ឆ្ងល់ថាផ្លូវវាស្មើទេប៉ុន្តែហេតុអីបានជារបៀបពិបាកជិះមិនមែនដូចក្លិកក្លុកចឹងទៅ អត់ហ្នឹងហើយរបៀបដូចគាត់ឡើងទួលរបៀបក្លុកអញ្ចឹងតែគេស្ដាប់គាត់មើលហ្នឹងគឺផ្លូវហ្នឹងគឺផ្លូវរបៀបខ្សាច់ទេដូចខ្សាច់ចា ស្មើធម្មតា ចាតែជិះពិបាកហើយជាក់ស្ដែងដល់ទៅពេលជិះហ្នឹងម៉ូតូហ្នឹងលុតទៀតដល់មកលុតអញ្ចឹងម៉ាក់គាត់បីទៅហើយមកខាងមកខាងគាត់យូរអីវ៉ាន់ account ទៅហើយប៉ាគាត់បដើបើឆេះអត់ឆេះទេម៉ូតូហ្នឹងតែដល់ទៅពេលហើយឃើញមនុស្សមកវងច្រើនគ្នាទាំងចាស់ទាំងក្មេងបងទាំងចាស់ទាំងក្មេងមានខ្លះទៅបអាទិសគោខ្លះទៀតទៅយូរកតេលខ្លះទៀតទៅ3កូន3ចៅអីអញ្ចឹងណានិយាយទៅច្រើនគាត់ថាពេលហ្នឹងគឺមិនខំពី20នាក់ទេច្រើនមែនតើហើយទឹកមុខគាត់គឺញឹមសបាយហ្មងដល់ទៅពេលគាត់ដើរពីក្រោយមកវិញណាដល់ពីក្រោយមកវិញគាត់ថាគុនធីលខោនទៅនេះអត់តន់ទៅដល់ឆាអេអញ្ចឹងណានឹងអត់តន់ទៅដល់ឆាអេខ្ញុំថាអូមើលម៉ាក់ខ្ញុំគាត់និយាយទៅគាត់ friendly ឃើញក៏គាត់និយាយដូចស្គាល់គ្នាអូមើលអត់តន់ដល់ទេខ្ញុំនេះអាឡ័យតែភ្លេងខ្មែរម៉ាក់ខ្ញុំក៏គាត់អ្នកភ្លេងខ្មែរដែរអាឡ័យតែទៅភ្លេងខ្មែរផងហើយយកឆ្លៀតចូលយកកូនផងយប់ជ្រៅអ៊ំតាមអីទេយើងមិនតន់ដល់ម៉ោងទេហើយអ៊ំអាផ្លូវលខោនទៅតាមណារបៀបបាំងព្រៃបាំងអីមិនដឹងទៅតាមផ្លូវណាអ៊ំទៅតាមវត្តឬក៏តាមណាអាធីអញដើរតាមខ្ញុំមកហើយឥឡូវឲ្យខ្ញុំជួយ3មីអូនៃមកអាយុប៉ុន្មាននេះរបៀបអញ្ចឹងណាឲ្យខ្ញុំជួយ3មីអូនេះអត់ដល់ខ្ញុំថាអត់អីទេអ៊ំអត់អីទេខ្ញុំ3បានរៀងធ្ងន់អ៊ំអើយកូនខ្ញុំវាថ្លោហ៎ឲ្យ3តិចមកអីអញ្ចឹងណាម៉ាក់ខ្ញុំអត់ឲ្យ3ពួកអីឃើញគាត់ហ្នឹងរបៀបនិយាយទៅស្មាត់ទោសគាត់រៀងដូចកខិរបៀបដូចគាត់អត់មុជទឹកអញ្ចឹងហ្នឹងហើយម៉ាក់គាត់ឃើញគឺគាត់បែបអញ្ចឹងតែគាត់ក៏ក្នុងន័យហ្នឹងក៏គាត់ក្នុងន័យអត់មានថាមើងងាយអីទេឬក៏នេះអីអត់ទេតែគាត់គិតថាចង់ទៅពួកអីខ្លួនពងដេកលក់ហើយអញ្ចឹងអត់ចង់ឲ្យវាដូរដៃអីអញ្ចឹងទៅស្រាប់ទៅពេលគាត់ថាម៉ាក់គាត់សួរថានៅឆ្ងាយទៀតអត់លខោនហ្នឹងអ៊ំហ្នឹងគាត់ថាអត់ទេនេះតាន់តិចដល់ហើយតាន់តិចនេះមើលទៅនេះជាតាន់តិចដល់ហើយអញ្ចឹងណាជឿមិនជឿជាតាន់តិចទេចាប់ដល់ទៅលឺនិយាយតាន់តិចដល់ម៉ាក់គាត់សួរគេចឹងតិចណាអ៊ំមើលដឹងតែតិចហើយខ្ញុំមើលឃើញទៅប៉ុន្តែមិនក៏អត់រកផ្លូវឃើញផ្លូវពិបាកជិះណាមានផ្លូវផ្សេងទេអត់ឬក៏យើងកាត់តាមផ្លូវណាបានព្រោះអីផ្លូវទៅវាចូលព្រៃនឹងអ៊ំផ្លូវយើងនេះហ្នឹងនិយាយចឹងណាទៅជិះតាមផ្លូវហ្នឹងទៅដល់ហើយហ្នឹងណាស្រាប់តែនិយាយប៉ុណ្ណឹងគ្នាគាត់4 10 20នាក់ហ្នឹងវាមិនដឹងថាពាក្យណាត្រូវសើចទេគាត់សើចស្មើគ្នាហ្មងសើចសំឡេងហេពេញព្រៃហ្នឹងហ្មងសើចទាំងអស់សើចឲ្យឡើងវារំពងហ្មងណាពងអើងកមកគាត់ទៅលឺសំឡេងសើចហ្នឹងភ្លើងលខោនប្រហែលគឺអលត់ភ្លឹបទាំងអស់អលត់ទាំងអស់សល់តែសំឡេងតែសើចហ្នឹងទេដល់ទៅពេលហ្នឹងម៉ាក់ខ្ញុំគាត់ថាអូច្បាស់ហើយអត់មានអីសង្ស័យទៀតទេដល់ពេលហ្នឹងម៉ាក់ខ្ញុំបកក្រោយដែរហ្នឹងគាត់បកក្រោយរបៀបនឹកគុណម៉ែអីដូចតាំងពីដើមខ្ញុំគាត់នឹកហ្នឹងទៅនឹកទៅបានទៅដល់ភូមិអ្នកស្រុកវិញហ្នឹងបានគាត់ត្រឡប់មកវិញគាត់និយាយអូមើលខ្ញុំជួយខ្ញុំផងខ្ញុំទៅត្រូវគេលងត្រឹមត្រូវអីលងហើយដល់ទៅពេលបានគាត់ប្រាប់ថាទៅនៅភូមិហ្នឹងអីទេម៉ាក់ពេលហ្នឹងក៏ម៉ាក់ឃើញដែរចេញមកវិញផ្លូវដែលគាត់ពិបាកហ្នឹងសិតតែភ្នោខ្មោចទាំងអស់អូគាត់ជិះលើភ្នោខ្មោចទាំងអស់អូយល់ហើយឡើងចុះហ្នឹងគឺភ្នោទាំងអស់គាត់ឆ្ងល់ថាគាត់ជិះផ្លូវស្មើសិតតែខ្សាច់ហេតុអីក៏គាត់ពិបាកបដៅម៉ូតូម៉េះវាទួលត្រង់ណាគាត់ចេះតែមើលទៀតឡើងចុះតឹងធូចឹងទៅហ្នឹងគាត់នៅលើភ្នោខ្មោចទាំងអស់ពេលដែលភ្លើងភ្លឹបហ្នឹងគាត់មកឆេះហ្នឹងម៉ូតូវាអត់ឆេះទៅមុខបានតែវាភ្លើងភ្លឺហើយបាទភ្នោខ្មោចទាំងអស់អាតូចអាធំអាចាស់អីគឺឃើញទាំងអស់នៅឡូចិនទៅហ៎បងអត់ទេខ្មែរសើភ្នោចៃដីអត់ទេភ្នោគេពូវាអាចដែរថាអាចនឹងថាចិនដែរប៉ុន្តែវាអត់មានអាម៉ុងឬក៏អីណាអីគឺពេលហ្នឹងគឺយើងឃើញភ្នោហើយក៏អាចមួយទៀតខ្លះទៀតគឺរបៀបគេប្រក់ប៉ាំងអាស័យពីលើភ្នោអីអញ្ចឹងណារបៀបអញ្ចឹងណាគឺផ្លូវហ្នឹងចាគឺឃើញបែបហ្នឹងហ្មងចាអញ្ចឹងមិនន័យថាផ្លូវដែលគាត់អត់លាក់ទៅប្រហែលគឺគាត់កំពុងបោលើភ្នោគេហ្នឹងហ្មងបាទយល់ហ្នឹងហើយដល់ពេលដែលអ៊ំគាត់និយាយឯងទៅនៅព្រៃមិនក៏ទៅតាមព្រៃខ្មោចហ្នឹងវិញហ្នឹងណា
អូមើលខ្ញុំឃើញល្ខោនឃើញភ្លើងខ្ញុំច្បាស់ណាស់ខ្ញុំកំពុងអរជិះចាប់ដល់នេះដល់គាត់អ៊ំនឹងគាត់និយាយថាល្ខោនអត់មាននៅហ្នឹងទេល្ខោននៅនោះភូមិមួយទៀតម្លឹងមកភូមិទៀតនោះនោះ បា បាទ ទ ដឹងថាតាមពិតអត់ទាំងអស់សូម្បីតែល្ខោនក៏ខ្មោចប្រេងដែរ អូនិយាយទៅនិមិត្តអីយើងឃើញ ឲ្យ អញ្ ឃើ ចឹង ញហ្មងចា យល់បងយល់ ចា នេះការបង នៅតូច ស្ដាប់ពីរឿងម៉ាក់ប ខ្ញុំ ងមកវិញ ខ្ញុំស្ដាប់ម៉ាក់យាយឡើងខ្ញុំចាំឲ្យពួកអីអាហ្នឹងហើយដែលគាត់គិតថាបើសិនជាពេលហ្នឹងគាត់បដោយឲ្យខ្មោចនឹងបេកខ្ញុំមិនដឹងជាមាន មិន រឿងអី ដឹង កើត មិន ឡា ទៅ ង ទៅ ទេ រកមិនឃើញទៅរកក្នុងព្រៃឬក៏មិនអីមិន ហ្នឹងហើយ ពួកភ័យខ្មោចអីហ្នឹង ហ្នឹងហើយគេនឹងដាក់ឈ្មោះព្រៃខ្មោចហើយ ហឹម ខ្ញុំសម័យឃើញដីទៅផ្ទះយ៉ារីនឯង ផ្ទះខ្ញុំទៀត អា ហ៎ សែសងខាង ហ្នឹងហើយបងហ្នឹង ផ្លូវ ក៏ មួយ ម្ដុំ ឡាន ហ្នឹងក៏មានចៃដីមានអីអញ្ចឹងណា បាទ ព្រោះអីនៅតាមវាលស្រែអញ្ចឹងអាសាមែបអត់សូវត្រូវទេហើយ បាទ ផ្លូវតែរៀងកាច់ទៅខុសទៅចូលព្រៃខ្មោចហ្មង អូខេបង ចា អូខេ ចា